ពន្លឺព្រះអាទិត្យចុងក្រោយបានលេចបាត់ទៅពីជើងមេឃបន្សល់ទុកនៅស្បៃរាត្រីដ៏ខ្មៅងងឹតដែលចាប់ផ្ដើមគ្រប់ដណ្ដប់មកលើភូមិស្រែប្រាំងទាំងមូលនៅចាយភូមិដែលសង្វេងពីផ្ទះអ្នកស្រុកមានដើមស្វាយបុរាណដ៏ធំសម្បើមមួយដើមឈរត្រដែតកណ្ដាលវាលស្រែហាក់ដូចជាវិញ្ញាណយាមភូមិដ៏គួរឲ្យខ្លាចមេឃធាងដ៏ធំរបស់វាបែកមេឃខ្លាខាប្រតាក់ក្រឡាគ្នាដូចជាម្រាមដៃខ្មោចដែលកំពុងលូកកកាយអាកាសដ៏ត្រជាក់ចលរាត្រីបកាត់ម្ដងម្កាលនាំមកនៅក្លិនផ្កាស្វាយក្រៀមដែលលាយឡំនឹងក្លិនដីសើមនិងក្លិនមរណៈដ៏ត្រជាក់ស្រងាត់ដែលធ្វើឲ្យអ្នកដើរកាត់នៅទីនោះមិនដែលហ៊ានងើបសម្លឹងមើលទៅលើឡើយនៅលើមេឃស្វាយធំមួយដែលលួចចេញមកកណ្ដាលផ្លូវលំស្រីរតអង្គុយនៅទីនោះដោយភាពស្ងៀមស្ងាត់គួរឲ្យរន្ធត់បំផុតផ្ទៃមុខរបស់នាងស្លៀកស្លាំងអ៊ិតឈាមស្លៀកសារ៉ុងពណ៌ចាស់ចាស់ដែលដាច់រហែបន្តិចបន្តួចនិងមានពានក្រមាពណ៌ក្រហមស្រស់មួយជុំវិញស្មាដែលមើលទៅកាន់តែលេចធ្លោក្នុងភាពងងឹតភ្នែកដែលគ្មានពន្លឺរបស់នាងសម្លឹងចុះមកកាន់កូនតូចក្នុងដៃដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅលាយឡំនឹងភាពអាឡោះអាល័យកុមារសុភ័ក្រដែលមានអាយុត្រឹមតែ3ឆ្នាំស្ថិតក្នុងសម្លៀកបំពាក់ចាស់ចាស់ដេកលងលក់ក្នុងរង្វង់ដៃម្ដាយយ៉ាងស្ងប់ស្ងាត់វិញ្ញាណម្ដាយកូនទាំងពីរនេះមិនដែលចាក់ចេញពីដើមស្វាយនេះឡើយតាំងពីយប់ដ៏ជូរចត់ខានពីច្រើនឆ្នាំមុនបានមកដល់រ៉ាំហ៊ីអើយកូនកេងទៅម៉ែនៅបំពេសំឡេងបំពេដ៏ល្វើយល្វើយបន្លឺឡើងកាត់ភាពស្ងាត់ជ្រងំនៃរាត្រីសំឡេងនោះមិនមែនជាសំឡេងមនុស្សធម្មតាទេវាជាសំឡេងដែលញើសទៅត្រូវចេញពីបំពង់កដែលស្ងួតហួតហែងនិងត្រជាក់ដ៏ឆ្អឹងខ្នងសម្រាប់អ្នកណាដែលបានឮសម្រាប់បំពេកូននេះតែងតែអណ្ដែតតាមខ្យល់ធ្វើឲ្យសត្វស្លាបដែលធ្លាប់ទុំនៅលើដើមឈើនោះហើយចេញទាំងភ័យខ្លាចនៅមិនឆ្ងាយប៉ុន្មានតារាយុវជនមៀតម៉ាំដែលទៅតែដើរត្រឡប់មកពីមើលទឹកស្រែកំពុងបោះជំហានយ៉ាងយប់ស្មេតាមផ្លូវលំដែលឆ្ពោះទៅរកភូមិទោះបីជាគេជាមនុស្សក្លាហានដែលធ្លាប់ឆ្លងកាត់ការងារស្រែចម្ការទាំងយប់ទាំងថ្ងៃក៏ដោយប៉ុន្តែរាល់ពេលដែលដើរកាត់ដើមស្វាយធំនោះគេតែងតែមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងតាមដានគេជានិច្ចគេរឹតក្រមាដែលរុំកឲ្យតឹងជាងមុនដើម្បីទប់ទល់នឹងភាពត្រជាក់ខុសធម្មតាដែលបុកមកប៉ះស្បែកកុំភ័យតារាវាគ្រាន់តែជាដើមឈើប៉ុណ្ណោះគេខ្សឹបប្រាប់ខ្លួនឯងតែនឹងហាមញាប់ប៉ុន្តែបេះដូងរបស់គេលោតញាប់ជាងការគិតចំណែកឯនៅផ្ទៃឈើចាស់មួយខាងចុងភូមិពុផាក្មេងស្រីដែលមានជ្រឹកស្លូតបូតកំពុងអង្គុយអបជង្គង់នៅលើគ្រែក្នុងផ្ទៃឈើដែលយល់តាមកម្លាំងខ្យល់នាងបានឮសំឡេងបំពេនោះយ៉ាងច្បាស់ទោះបីជានាងខំយកខ្នើយមកខ្ទប់ត្រជាក់យ៉ាងណាក៏ដោយម៉ែតើម៉ែឮទេនាងមកទៀតហើយនាងសួរដោយសំឡេងញ័រទៅត្រូវទៅកាន់ម្ដាយដែលកំពុងដេកលក់នាងតែងតែព្រឺសម្បល់និងមានអារម្មណ៍ថាមានខ្យល់ត្រជាក់បុកមកប៉ះកញ្ចឹងករាល់ពេលដែលស្រីរតចាប់ដើមមើលឮសំឡេងបំពេកូននាពេលរាត្រីស្ងាត់បែបនេះតាសុកបុរសចំណាស់ដែលមានស្បែកស្រអាប់និងជ្រាវជ្រួញកំពុងអង្គុយនៅលើរានហាលផ្ទះសម្លឹងទៅកាន់ទីដៅនៃដើមស្វាយលូកដោយខ្សែភ្នែកបារម្ភភ្នែកដែលពោពេញដោយពិសោធន៍របស់លោកមើលឃើញសម្រស់អតីតកាលដែលអ្នកដទៃមើលមិនឃើញលោកដកដង្ហើមធំរួចទាញក្រមារុំក្បាលឲ្យជាប់តាសុកដឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់និងកាក់ស្លាប់ដ៏អស្ចារ្យធំនៅក្រោមដើមស្វាយនោះយ៉ាងច្បាស់លោកដឹងពីមូលហេតុដែលស្រីរតមិនព្រមទៅចាប់ជាតិហើយលោកក៏ដឹងថាវិញ្ញាណដែលពោពេញដោយកំហឹងនិងក្តីស្រឡាញ់ជ្រុលហួសហេតុបែបនេះគឺជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកភូមិដែលហ៊ានចូលទៅជិតខណៈដែលតារាដើរជិតដល់គល់ស្វាយស្រាប់តែខ្យល់បក់ហូរយ៉ាងខ្លាំងមួយប្រោធ្វើឲ្យស្លឹកស្វាយរុះរើលាន់សូរដោយសំឡេងសយចំបក់របស់ពីសាយសំឡេងបំពេកូនដែលធ្លាប់តែល្វើយល្វើយក៏ប្រែជាស្ងាត់ជើងភ្លាមតារាជប់ងក់គេមានអារម្មណ៍ថាមានអ្វីមួយធ្លាក់មកលើស្មារបស់គេវាមិនមែនជាស្លឹកឈើទេប៉ុន្តែវាត្រជាក់ដោយទឹកកកដែលស្រុកចេញពីខ្មោចគេយឺតញែកក្បាលទៅមើលលើមេឈើហើយនៅទីនោះក្រោមមេឃស្វាយដ៏ធំគេបានឃើញផ្ទៃមុខស្លេកស្លាំងរបស់ស្រីរតកំពុងអោនឈាមសម្លឹងគេចំភ្នែកនាងមិនមែនគ្រាន់តែអង្គុយបំពេកូនទេតែនាងកំពុងតែលូកដៃដែលវែងស្រួយលួនមកកាន់ករបស់គេភ្នែកក្រហមឆ្អោររបស់នាងហាក់ដូចជាចង់ប្រាប់ថាមកនៅជាមួយពួកយងទេភាពភ័យរន្ធត់បានចាប់ផ្ដើមគ្រប់រំដប់លើភូមិស្រែប្រាំងជាថ្មីម្ដងទៀតភ្នែកក្រហមឆៅរបស់ស្រីរតសម្លឹងទៅតារាហាក់ដូចជាមានកម្លាំងមិនអាគមម្យ៉ាងឆក់ទាញព្រលឹងរបស់គេឲ្យចេញពីរាងកាយតារាមានអារម្មណ៍ថាខ្យល់ដង្ហើមរបស់គេកាន់តែខ្លីទៅខ្លីខណៈដែលម្រាមដៃវែងដែលត្រជាក់ស្រឹបដោយទឹកកកនោះចាប់ផ្ដើមរឹតករបស់គេបន្តិចម្ដងទឹកដែលស្រក់មកលើស្មារបស់គេនោះមិនមែនជាទឹកសន្សើមត្រជាក់ធម្មតាឡើយប៉ុន្តែវាគឺជាទឹកភ្នែកឈាមដែលហួរចេញពីភ្នែកដ៏គួរឲ្យខ្លាចរបស់នាងបូករុំនឹងក្លិនឆ្អាបដោយសាកសពដែលផ្អាប់ទឹកយូរខ្នែងមកលេងជាមួយកូនខ្ញុំកំពុងតែត្រូវការអ្នកលេងជាមួយសំឡេងខ្សឹបដ៏ស្រួចស្រាវបន្លឺឡើងក្បែរត្រចៀករបស់តារាធ្វើឲ្យគេព្រឺរោមតាំងពីក្បាលដល់ជើងនិងមានអារម្មណ៍ថាកម្លាំងក្នុងខ្លួនត្រូវរលាយអស់គ្មានសល់
នៅកណ្ដាលភាពស្ងាត់ជ្រងំដែលសំបីតែសត្វល្អិតក៏មិនហ៊ានយំតារាព្យាយាមរើបំរាស់អស់មួយទំហឹងប៉ុន្តែខ្លួនប្រាណរបស់គេហាក់ដូចជាត្រូវមិនអាគមអ្វីមួយយ៉ាងចងភ្ជាប់ទៅនឹងដីយ៉ាងណែនក្នុងខណៈដែលម្រាមដៃក្រចកវែងៗរបស់ខ្មោចស្រីរ៉ាត់ចិត្តនឹងបដិសង្ខាររបស់តារាទៅហើយនោះស្រាប់តែមានសម្លេងគ្រោះហឹមយ៉ាងធ្ងន់និងអំណាចមួយបានបន្លឺឡើងពីក្រោយខ្នងឈប់ភ្លាមកុំធ្វើបាបមនុស្សស្លូតត្រង់ដែលគ្មានកំហុសអីវាគឺជាសម្លេងរបស់តាសុកដែលកំពុងដើរសម្ដៅមកកាន់ដើមស្វាយធំនោះយ៉ាងលឿនលោកស្លៀកខោខ្លីត្រឹមជង្គង់ស្បែកជ្រីវជ្រួញប៉ុន្តែកែវភ្នែករបស់លោកពោពេញដោយថាមពលអស្ចារ្យកណូដៃមានកាន់ឈើជ្រោះដែលឆ្លាក់យន្តការពារនិងក្រាម៉ារំក្បាលពណ៌ក្រហមឆ្អើរយ៉ាងរេបរយគ្រាន់តែឃើញវត្តមានរបស់តាសុកភ្លាមស្រីរ៉ាត់បានបញ្ចេញសម្លេងស្រែកងោកយ៉ាងក្រលួចដែលស្ដាប់ទៅគួរឲ្យខ្លាចក្រៃលែងរួចក៏ហោះថយក្រោយទៅលើមែកស្វាយខ្ពស់សម្ពុតវិញបាត់សម្រោចូលទៅក្នុងស្លឹកឈើដុះក្រាស់ខ្មុកដែលកំពុងរលាស់ខ្លាំងដូចមានខ្យល់ព្យុះបក់បោកតារាដួលសន្លប់ស្ដុកស្ដឹងទៅលើដីសន្លប់បាត់ស្មារតីដោយសារតែភាពភ័យរន្ធត់ជ្រុលហួសពីកម្លាំងតាសុកប្រញាប់ដើរមកដល់រួចយកទឹកមិនដែលដាក់ក្នុងដបទួយមើលមកព្រុសលើមុខតារានិងសូត្រមិនការពារយ៉ាងស្ទាត់ជំនាញដើម្បីដេញប្រលឹងខ្មោចដែលនៅតង់ទៀមនឹងខួនប្រានយួរចំណែកនេះចំណែកឯនៅឯផ្ទះឈើទួយមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះបុប្ផាអង្គុយអបជង្គង់នៅលើគ្រែទាំងញើទៅត្រើតដូចសត្វស្លាប់ត្រូវទឹកភៀងនាងបានលើសំឡេងស្រែកដល់ព្រឺព្រួចរបស់ស្រីរ៉ាត់យ៉ាងច្បាស់ពីត្រចៀកថាមានរឿងអ្វីកើតឡើងចំពោះតារាទៅហេតុអ្វីបានជាវិញ្ញាណនោះមិនព្រមជប់លងបន្លាចគេនាងគិតខំចិត្តទាំងក្តីបារម្ភនិងភាពភ័យខ្លាចដែលចូលមកអង្រួនបេះដូងនាងដឹងច្បាស់ថាដើមស្វាយធំនោះមិនមែនជាកន្លែងសម្រាប់មនុស្សធម្មតាដែលកាត់ឡើយហើយវិញ្ញាណរបស់ស្រីរ៉ាត់ក៏មិនមែនចង់បានត្រឹមតែការបំពេកូននោះដែរនាងហាក់ដូចជាកំពុងស្វែងរកអ្វីមួយយ៉ាងដែលបាត់បង់ទៅជាយូរមកហើយឬក៏ចង់សងសឹកចំពោះរឿងរ៉ាវអតីតកាលដ៏ជូរចត់ដែលតាសុកបានព្យាយាមលាក់បាំងតាសុកសម្លឹងមើលទៅលើមេស្វាយដោយកែវភ្នែកស្រអាប់ប៉ុន្តែពោពេញដោយការដឹងឮនៅរឿងរ៉ាវគ្រប់យ៉ាងលោកដឹងថាយប់នេះគ្រាន់តែជាជំនឿចាប់ដើមនៃគ្រោះមហន្តរាយប៉ុណ្ណោះវិញ្ញាណរបស់ស្រីរ៉ាត់កាន់តែខ្លាំងក្លានឹងកាត់សាហាវឡើងរាល់ពេលដែលមានអ្នកហ៊ានមកបំពេញទឹកដីរបស់នាងនៅពេលយប់អាត្រាតឯងនៅតែមិនព្រមទៅចាប់ជាទៀតរ៉ាត់ហេតុអ្វីបានជាឯងនៅតែចង់អាឃាតនឹងអ្នកភូមិមិនឈប់បែបនេះតាសុកពោតិចម្នាក់ឯងខណៈដែលភ្នែកលោកសម្លឹងទៅរកកុមារសុផាក់ដែលកំពុងអង្គុយលើមែកឈើក្បែរដៃក្មេងប្រុសតូចនោះមានភ្នែកធំៗដែលគ្មានពន្លឺស្លៀកខោអាវចាស់ៗដែលដាច់រហែកគេកំពុងសម្លឹងចុះមកក្រោមដោយភាពត្រជាក់ស្ងប់ដែលសាយភាយពេញអាកាសភាពធ្វើឲ្យបរិយាកាសកាន់តែអាប់អួរខ្លាំងឡើងភាពស្ងាត់បានត្រឡប់មកវិញម្ដងទៀតប៉ុន្តែវាគឺជាភាពស្ងាត់ដែលបង្កប់ដោយភាពតានតឹងនិងគ្រោះថ្នាក់ដែលមើលមិនឃើញតាសុកបានគ្រាតារាដែលទើបតែដឹងខ្លួនតិចឲ្យក្រោកឡើងពីដីដោយពិបាកទើបធាក់វិញទៅក្មួយក៏មកក្បែរដើមស្វាយនេះនឹងពេលយប់ស្ងាត់ទៀតឲ្យសោះវាមិនមែនជារឿងលេងសើចទេតាសុកមានប្រសាទដោយសម្លេងធំៗដែលពោពេញដោយការព្រាមានតារាងក់ក្បាលទាំងញើខ្លួនគេនៅចាំច្បាស់នៅកែវភ្នែកក្រហមឆ្អៅនិងភាពត្រជាក់នៃម្រាមដៃនោះគេដឹងថាចាប់ពីពេលនេះតទៅជីវិតរបស់គេនឹងណាក់ទុំស្រីប្រាំងទាំងអស់នឹងមិនអាចរស់នៅដោយសុខសាន្តដូចមុនទៀតឡើយដរាបណាថាកំបាំងខ្មៅងងឹតក្រំដើមស្វាយបំពេកូនមិនទាន់បានពុកស្រែឲ្យដឹងការពិតសម្រាប់ខ្មៅដែលកំពុងវាលវល់ជាវិញដើមឈើធំនោះហាក់ដូចជាកំពុងសោកចំអកដាក់វាសនារបស់អ្នកភូមិគេណាក់ដៃខ្យល់ត្រជាក់បកមុខម្ដងនាំមកនៅក្លិនហ្វ្លាស្វាយដែលស្រពោននិងក្លិនអសោចនៃវិញ្ញាណដែលមិនទាន់ទៅណាឆ្ងាយឡើយក្លិនអសោចនៃវិញ្ញាណដែលមិនទាន់ទៅណាឆ្ងាយឡើយបានធ្វើឲ្យតារាស្ទើរតែថប់ដង្ហើមខណៈដែលតាសុកចាប់ផ្ដើមបោះជំហានយឺតចេញពីបរិវេណដើមស្វាយដ៏ធំនោះយុវជនរូបនេះដើរតាមពីក្រោយបរិះចំណាស់ទាំងជើងញ័រតាត្រើកភ្នែករបស់គេនៅតែលួចសម្លឹងទៅកាន់មេឃស្វាយដែលញ័ររញ្ជួយដោយគ្មានខ្យល់បក់សោះនៅទីនោះស្រមោលសនៃសារុងចាស់របស់ស្រីរតហាក់ដូចជាកំពុងរេចុះរេឡើងក្នុងភាពងងឹតស្លុបគុំងាកក្រោយឯសោះសំឡេងក្រឡរបស់តាសុកបញ្ជាយ៉ាងដាច់អហង្ការលោកដឹងច្បាស់ថាប្រសិនបើតារាចាប់ចិត្តនឹងរូបភាពដែលវិញ្ញាណនោះបង្កឡើងវានឹងធ្វើឲ្យគេធ្លាក់ក្នុងអន្លង់នៃមនោសញ្ចេតនាខ្មៅងងឹតដែលមិនអាចដកខ្លួនរួចឡើយនៅពេលពួកគេមកដល់របងភូមិដែលពោពេញដោយស្មៅខ្ពស់បុប្ផាដែលអង្គុយចាំនៅលើជណ្ដាលផ្ទះទាំងក្តីបារម្ភបានស្ទុះរត់មកទទួលពួកគេទាំងទឹកមុខស្លេកស្លាំងដោយគ្មានឈាមមួយដំណក់ពុកបងតារាតើមានរឿងអ្វីកើតឡើងនៅទីនោះនាងសួរទាំងសម្លេងញ័រទៅត្រើកដៃទាំងទីក្តាប់ជេរសារុងផ្កាជាប់រហូតដល់ឡើងសរសៃដៃខ្ញុំឮសម្លេងបំពេគុណនោះម្ដងទៀតហើយវាល្វយដូចនៅក្បែរត្រចៀកខៀវមីចាំងមិនដឹងថាវាចេញមកពីទិសណាឲ្យប្រកាសទេតាសុកមិនតន់ឆ្លើយភ្លាមឡើយលោកដើរទៅអង្គុយលើគ្រែក្រោមផ្ទះដែលចាស់ទ្រុបទ្រោមរួចដកក្រមារុំក្បាលចេញមកជួតញើសដែលស្រក់ហូរតាមជីវជួយនៃផ្ទៃមុខដែលបង្កប់ដោយអាតកំបាំងវាមិនមែនជារឿងធម្មតាទេបុប្ផា
តាសុកចាប់ផ្ដើមនិយាយខណៈដែលតារាអង្គុយជក់ក្បែរនោះទាំងដកដង្ហើមធំដើម្បីសម្រួលអារម្មណ៍ស្រីរតមិនមែនចង់លងបន្លាចអ្នកស្រុកដើម្បីតែភាពសប្បាយរីករាយនោះទេនាងជាប់ជំពាក់នឹងការសន្យាមួយដែលមិនទាន់បានសម្រេចជាមួយវិញ្ញាណកូនតូចកាលពីច្រើនសិបឆ្នាំមុនដើមស្វាយនោះជាកន្លែងដែលនាងអង្គុយចាំប្តីដែលចេញទៅសមរភូមិមិនឃើញត្រឡប់មកវិញនាងស្លាប់ទាំងកូននៅក្នុងដៃដោយសារភាពអត់ឃ្លាននិងការរងចាំដ៏សែនខ្លោចផ្សាបំផុតលោកតាផ្អាកបន្តិចរួចចម្លងមើលទៅកាន់ទីងងឹតខាងក្រៅរបងផ្ទះដែលពោពេញដោយព្រលឹងខ្មោចដែលវាលវល់ខណៈដែលតាសុកកំពុងរៀបរាប់ពីរឿងរ៉ាវអតីតកាលដ៏ជូរចត់ស្រាប់តែមានខ្យល់ត្រជាក់ខុសប្រក្រតីមកយ៉ាងខ្លាំងបណ្ដាលឲ្យចង្គៀងប្រេងកាតដែលដាក់ក្បែរជើងគ្រែនោះរលត់ងងឹតស្លុបខនមួយបំព្រេចភ្នែកខ្លួនភាពងងឹតដែលសូម្បីតែបាតដៃខ្លួនឯងក៏មើលមិនឃើញនោះសំឡេងបំពេកូនចាប់ផ្ដើមបន្លឺឡើងម្ដងទៀតប៉ុន្តែលើកនេះវាកាន់តែច្បាស់និងកាន់តែជិតខ្លាំងឡើងរៃកូនអីគេងទៅម៉ែនៅបំពេសំឡេងនោះស្រទន់ល្វើយតែវាបង្កប់នូវភាពត្រជាក់ស្រងាត់ដែលចាក់ចូលទៅដល់ឆាំងខ្នងរបស់តារានិងបុប្ផាដែលអង្គុយនៅទីនោះបុប្ផាស្រែកយំតិចដោយភាពភ័យខ្លាចបំផុតរួចអូបដៃតារាជាប់ដូចជាទីពិនចុងក្រោយតែមួយគត់ដែលនាងមានតារាព្យាយាមធ្វើចិត្តឲ្យរឹងមាំប៉ុន្តែគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងត្រជាក់ដោយទឹកកកកំពុងអូសកាត់ជើងរបស់គេយឺតនៅក្រោមគ្រែឈើនោះតាសុកប្រញាប់ទាញខ្សែចំណងស៊ីលពណ៌សក់ចេញពីកាបូបមុនអាគមដែលធ្វើពីស្បែកសាច់សាយរួចចាប់ផ្ដើមសូត្រមន្តការពារយ៉ាងរហ័សពន្លឺពណ៌លឿងទន់ដែលចេញពីអំណាចមុនអាគមបានធ្វើឲ្យស្រមោលខ្មៅដែលកំពុងវិលវល់ជំវិញពួកគេរលាយបាត់ទៅវិញបន្តិចម្ដងក្នុងភាពស្ងប់ស្ងាត់វាដឹងថាយើងកំពុងនិយាយអំពីនាងតាសុកនិយាយទាំងដកដង្ហើមធំវែងខណៈដែលពន្លឺព្រះច័ន្ទចាប់ផ្ដើមលិចចេញមកវិញពីក្រោយពពកខ្មៅកុមារសុភ័ក្រវិញ្ញាណកូនតូចដែលមានភ្នែកធំក្រឡុកនោះកំពុងត្រូវការអ្វីមួយយ៉ាងដែលយើងមិនទាន់អាចបកស្រាយបានឡើយបើមិនដូចនោះទេភូមិស្រែប្រាំងរបស់យើងនឹងមិនអាចគេចផុតពីគ្រោះចង្រៃដែលនាងបង្កឡើងឡើយតារាសម្លឹងមើលទៅទិសដៅនៃព្រៃស្វាយម្ដងទៀតគេហាក់ឃើញភ្នែកក្រហមឆ្អៅពីគូសម្លឹងមកពីចម្ងាយយ៉ាងខ្ជាប់ខ្ជួនបំផុតភ្នែកនោះមិនមែនមានតែការខឹងសម្បាទេប៉ុន្តែវាពោពេញដោយការអង្វរកនិងភាពឈឺចាប់ដែលលាក់ទុកក្នុងចិត្តច្រើនឆ្នាំមកហើយយុវជនរូបនេះចាប់ផ្ដើមដឹងខ្លួនថាគេមិនអាចនៅស្ងៀមបានទៀតទេគេត្រូវតែស្វែងរកការពិតនៅពីក្រោយដើមស្វាយនោះទោះបីជាត្រូវបដូរដោយជីវិតក៏ដោយភាពក្លាហានរបស់គេហាក់ដូចជាត្រូវបានដុតបញ្ឆេះឡើងវិញចំកណ្ដាលភាពភ័យខ្លាចដ៏ធំធេងភាពក្លាហានរបស់គេហាក់ដូចជាត្រូវបានដុតបញ្ឆេះឡើងវិញចំកណ្ដាលភាពភ័យខ្លាចដ៏ធំធេងតារាមិនបងអង់យូរឡើយគេបានបង្វែរខ្លួនចេញពីភាពងងឹតនៃវាលស្រែរួចបោះជំហានយ៉ាងលឿនសម្ដៅទៅរកខ្ទមស្លឹកចាស់ទ្រុឌទ្រោមរបស់តាសុកដែលស្ថិតនៅដាច់ឆ្ងាយពីផ្ទៃអ្នកភូមិដទៃទៀតពន្លឺភ្លើងទៀនក្នុងខ្ទមភាយចេញមកក្រៅតិចបង្ហាញឲ្យឃើញស្រមោលលោកតាកំពុងអង្គុយថ្មិតភ្នែកសូត្រមន្តយ៉ាងស្ងប់ស្ងាត់តារាដឹងថាមានតែបុរសចំណែកម្នាក់នេះទេដែលអាចផ្ដោតចម្លើយដែលគេកំពុងស្វែងរកនិងអាចជួយសង្គ្រោះភូមិស្រែប្រាំងពីវិញ្ញាណដែលពោពេញដោយកំហឹងនេះបានតាមានរឿងអ្វីកើតឡើងចំពោះស្រីរតឲ្យប្រកាសកាលពី28ឆ្នាំមុនតារាសួរដោយសំឡេងអួលអាប់ខណៈដែលគេឈប់ឈរនៅមាត់ទ្វារខ្ទមតាសុកបើភ្នែកយឺតសម្លឹងមើលយុវជនដែលកំពុងញ័រត្រដោយសារខ្យល់ត្រជាក់និងភាពភ័យខ្លាចលោកតាដកដង្ហើមធំរួចចង្អុលឲ្យតារាអង្គុយចុះលើកម្រាលឫស្សីវាជារឿងរ៉ាវដ៏ជូរចត់ដែលអ្នកភូមិព្យាយាមបំភ្លេចប៉ុន្តែវិញ្ញាណនាងមិនដែលភ្លេចឡើយតាសុកចាប់ផ្ដើមរៀបរាប់ទាំងទឹកមុខក្រៀមក្រំបំផុតលោកតាបានរំលឹកថាស្រីរតគឺជាស្ត្រីម្នាក់ដែលមានចិត្តផ្កិតដីបំផុតចំពោះស្វាមីក្រោយពេលប្តីនាងចេញទៅធ្វើសង្គ្រាមបាត់ដំណឹងសូនឈឹងនាងតែងតែនាំកូនប្រុសតូចឈ្មោះសុភ័ក្រមកអង្គុយរងចាំក្រោមដើមស្វាយធំនោះរាល់យប់រាល់ថ្ងៃប៉ុន្តែគ្រោះអាក្រក់បានមកដល់នៅពេលដែលមានជំងឺរដ្ឋបាលចូលក្នុងភូមិហើយអ្នកភូមិបានចោទប្រកាន់ថានាងនិងកូនជាប្រភពនៃចង្រៃឧបទ្រពគ្មាននរណាម្នាក់ហ៊ានទៅជិតឬយកអាហារឲ្យនាងឡើយពួកគេបានដេញដិលនាងដោយសត្វធាតុរហូតដល់កុមារសុភ័ក្របានស្លាប់ក្នុងរង្វង់ដៃម្ដាយដោយសារភាពអត់ឃ្លាននិងខ្វះថ្នាំសង្កូវព្យាបាលនាងមិនបានស្លាប់ដោយសារជំងឺទេចៅនាងស្លាប់ដោយសារបេះដូងដែលខ្ទេចខ្ទាំតាសុកបន្តទាំងសង្វេគស្រីរតបានយកក្រមាពណ៌ក្រហមដែលជាកាដូចុងក្រោយរបស់ប្តីមកចងកសម្រាប់ខ្លួននៅមេឃស្វាយធំនោះដើម្បីទៅតាមកូនរបស់នាងទៅកាន់លោកខាងមុខ
ប៉ុន្តែវិញ្ញាណរបស់នាងមិនអាចទៅណាបានឡើយព្រោះកំហឹងនឹងការឈឺចាប់ដែលអ្នកភូមិបានធ្វើដាក់នាងបានចងភ្ជាប់ព្រលឹងនាងឲ្យស្ថិតនៅទីនោះជារៀងរហូតសំឡេងបំពេកូនដែលលឺរាល់យប់គឺជាសម្រែកអង្វរកសុំក្តីមេត្តាដែលនាងមិនដែលទទួលបានកាលពីនៅមានជីវិតភ្លាមនោះសំឡេងខ្យល់បក់យ៉ាងខ្លាំងបានធ្វើឲ្យទ្វារខ្ទង់របើកលុកឡាកសំឡេងហឺនៃបទបំពេដ៏ល្វីចាប់ផ្ដើមលុបចូលមកក្នុងខ្ទង់ធ្វើឲ្យបុប្ផាដែលទើបតែរត់មកដល់ស្ទុះមកតោងស្មាតារាទាំងភ័យរន្ធត់បងតារានាងមកហើយនាងកំពុងសម្លឹងមើលពួកយើងពីក្រោមដៅស្វាយបុប្ផានិយាយតាំងទឹកភ្នែកហូរស្រោចឆ្ពាល់តារាងាកទៅមើលតាមប្រហោងជញ្ជាំងគេឃើញស្រមោលស្ត្រីដែលមានផ្ទៃមុខស្លេកស្លាំងពៀនក្រមាពណ៌ក្រហមកំពុងអង្គុយលើមែកស្វាយយល់ខ្លួនទៅមុខដៃអបគុណទួយសុភ័ក្រយ៉ាងណែនតាសុកបានហុចវត្ថុស័ក្តិសិទ្ធិមួយយ៉ាងដល់តារាវាជាជង្គង់សត្វមួយយ៉ាងដែលចារដោយអាក្លមុនអាគមយកវាទៅជាមួយចុះចៅវានឹងការពារចៅពីអាគមងងឹតប៉ុន្តែវាមិនអាចបំបត្តិការឈឺចាប់ក្នុងចិត្តរបស់នាងបានទេចៅត្រូវតែប្រោសសេចក្តីក្លាហាននិងចិត្តមេត្តាដើម្បីជួបនាងផ្ទាល់តារាក្តាប់វត្ថុនោះយ៉ាងណែនគេដឹងថានេះជាជួបដែលគេត្រូវប្រជុំមុខនឹងការប៉ັດដ៏ខ្មៅងងឹតយុវជនរូបនេះបានដើរចេញពីខ្ទមសម្ដៅទៅរកដើមស្វាយធំនោះចំកណ្ដាលសម្លេងបំពេកូនដែលកាន់តែខ្លាំងឡើងនិងត្រជាក់ដល់ឆ្អឹងខ្នងគ្រប់ជំហានរបស់គេហាក់ដូចជាកំពុងដើរចូលទៅក្នុងពិភពនៃវិញ្ញាណដែលមិនអាចវិលត្រឡប់ក្រោយវិញបានឡើយពិភពនៃវិញ្ញាណដែលមិនអាចវិលត្រឡប់ក្រោយវិញបានឡើយហាក់ដូចជាកំពុងបែកទ្វារស្វាគមន៍តារាយ៉ាងអាចកំបាំងបំផុតនៅពេលដែលគេឈានចូលទៅក្នុងបរិវេណរំលប់ដ៏ត្រជាក់នៃដើមស្វាយធំរាល់ជំហានដែលតារាបោះទៅមុខហាក់បីដូចជាមានកម្លាំងមួយយ៉ាងមករុញច្រានទ្រង់គេឲ្យថប់ដង្ហើមខណៈដែលខ្យល់យប់ត្រជាក់ស្រែបបានបោកបក់កាត់កម្ដៅក្នុងខ្លួនគេយ៉ាងលឿនស្លេវសំឡេងបំពេកូនដែលធ្លាប់តែឮពីចម្ងាយពេលនេះវាប្រាយជាច្បាស់នៅក្បែរត្រចៀកហាក់ដូចជាមានមនុស្សមកសឹកប្រាប់នៅគៀកបំផុតគេងទៅកូនគេងទៅមាត់បងសំនៀងល្វើយដែលពោពេញដោយការឈឺចាប់របស់ស្រីរតបានធ្វើឲ្យបេះដូងរបស់យុវជនម្នាក់នេះញាប់ញ័រប៉ុន្តែមិនមែនដោយសារតែភាពភ័យខ្លាចទាំងស្រុងនោះទេវាគឺជាក្តីអាណិតអាសូរដ៏ជ្រាលជ្រៅដែលតាសុកបានផ្ដាំទុកនៅចំពោះមុខតារាដើមស្វាយធំខ្ពស់ត្រដែតនោះមើលទៅដូចជាជើងខ្មៅដ៏សាហាវដែលឈរបាំងពន្លឺព្រះច័ន្ទដ៏ស្លេកស្លាំងនៅលើមេស្វាយដ៏ធំមួយដែលលាតសន្ធឹងមកខាងផ្លូវស្រមោលស្រីម្នាក់កំពុងអង្គុយយល់ជើងយឺតនាងស្លៀកសារុងចាស់ដែលដាច់រហែកនិងមានក្រមាពណ៌ក្រហមពានលើស្មាដែលបក់ក្រវិចតាមខ្យល់ខ្មៅនៅក្នុងរង្វង់ដៃរបស់នាងគឺកុមារសុផុកដែលមានរាងកាយតូចច្រឡឹងកំពុងដេកលក់យ៉ាងស្ងប់សុខក្នុងអោបក្រសោបដែលពោពេញដោយភាពត្រជាក់ស្រងាត់តារាដកដង្ហើមវែងរួចក្តាប់ជង្គង់សត្វដែលមានអាគមនោះឲ្យកាន់តែណែនភ្លាមនោះវត្ថុស័ក្តិសិទ្ធិក្នុងដៃគេចាប់ដើរភាយកម្ដៅក្តៅអ៊ុននិងបញ្ចេញពន្លឺពណ៌មាសស្រអាប់ហាក់ដូចជាកំពុងបង្កើតជញ្ជាំងការពារវិញ្ញាណអាក្រក់មិនឲ្យមកបៀតបៀនទេបានគេបោះជំហានចូលទៅជិតដើមស្វាយនោះម្ដងកាន់តែជិតសំឡេងយំខ្សឹបរបស់ក្មេងក៏ចាប់ផ្ដើមលេចឡើងលាយឡំជាមួយសំឡេងសើចដ៏គ្រលួតដែលគួរឲ្យព្រឺក្បាលបំផុតស្រីរតមិនបានងាកមកមើលតារាភ្លាមទេនាងនៅតែបន្តបំពេកូនដោយភ្នែកសម្លឹងត្រកភាពងួតស៊ុនឈុងនៅខាងមុខអ្នកបងស្រីរតតារាហៅឈ្មោះនាងដោយសំឡេងរឹងមាំប៉ុន្តែបង្កប់ដោយភាពទន់ធន់សំឡេងបំពេកូនស្រាប់តែឈប់ងក់ខ្យល់ដែលធ្លាប់តែបក់ក៏ប្រែជាស្ងប់ស្ងាត់រហូតដល់ឮសួរសំឡេងនឹងហាមរបស់ខ្លួនឯងស្រីរតចាប់ផ្ដើមងាកក្បាលមកយឺតសក់របស់នាងដែលវែងអូដីគ្របដណ្ដប់ផ្ទៃមុខពីកណ្ដាលភ្នែកដែលធ្លាប់តែស្រស់ស្អាតពេលនេះប្រែជាស្លេកស្លាំងគ្មានកែវភៀសខ្មៅនិងមានទឹកភ្នែកឈាមហូរស្រុកជន់មកលើថ្ពយ៉ាងគួរឲ្យរន្ធត់ឯងមកទីនេះធ្វើអ្វីចង់មកដណ្ដើមកូនយើងទៀតមែនទេសំឡេងរបស់នាងមិនមែនចេញពីមាត់ឡើយប៉ុន្តែវាបន្លឺចេញពីខ្យល់ជំវិញខ្លួនតារាធ្វើឲ្យគេព្រឺសម្បូរខ្ញាក់នាងអោបសុផកកាន់តាណែនហាក់ដូចជាខ្លាចបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់នាងតារាមានអារម្មណ៍ថាដីក្រោមជើងរបស់គេចាប់ផ្ដើមញ័ររញ្ជួយនិងមេឃស្វាយជំវិញខ្លួនហាក់ដូចជាកំពុងប្រែរូបរាងទៅជាដីដ៏វែងដែលត្រៀមនឹងរំផាត់រូបគេខ្ញុំមិនបានមកធ្វើបាបអ្នកបងឬក្មួយប្រុសទេខ្ញុំមកដើម្បីដឹងពីការពិតនិងជួយអ្នកបងឲ្យរួចផុតពីទុក្ខមួយនេះតារានិយាយទាំងព្យាយាមរក្សាលំនឹងចិត្តខ្លួននោះឯងរូបភាពអតីតកាលដ៏ជឿចាត់ដែលតាសុកបានរៀបរាប់ក៏ចាប់ផ្ដើមលេចឡើងក្នុងអារម្មណ៍របស់តារាដូចជាខ្សែភាពយន្ត
គេឃើញរូបភាពស្រីរតដែលកំពុងយំអង្វររកជំនួសខណៈដែលកូនតូចរបស់នាងកំពុងដកដង្ហើមចុងក្រោយក្រោមដើមស្វាយនេះកំហឹងនឹងការឈឺចាប់ដែលនាងបានសន្សំទុកអស់រយៈពេលច្រើនឆ្នាំបានប្រែក្លាយទៅជាថាមពលងងឹតដែលកំពុងហ៊ុមព័ទ្ធដើមស្វាយនេះទាំងមូលស្រីរតសើចយ៉ាងខ្លាំងសំឡេងសើចរបស់នាងធ្វើឲ្យបាក់សេដែលកំពុងដេកលាត់ហើយខ្ចាត់ខ្ចាយពេលព្រៃនាងលោតចុះពីលើម៉ៃស្វាយមកឈរនៅចំពោះមុខតារាភ្លាមនៅល្បឿនដែលភ្នែកមើលមិនទាន់ផ្ទៃមុខដ៏ស្លេស្លាំងរបស់នាងនៅចំងាយតែមើលចំអាមពីមុខរបស់គេបណ្ណប់ក្លិនមរណៈជាបំបាស់ជាមួយតារាយ៉ាងខ្លាំងរហូតដល់គេចង់សន្លប់ប៉ុន្តែចង្គំសត្វអាគុំក្នុងដៃរបស់គេបានចាស់ពលឺភ្លឺចែងចាំងឡើងធ្វើឲ្យស្រីរតត្រូវដកថយទៅវិញដោយភាពឈឺចាប់ការពិតឬឯងចង់នឹងការពិតដែលមនុស្សជាតិខ្មៅទាំងនោះបានធ្វើដៃយើងមែនទេនាងស្រែកខ្លាំងរហូតដល់ស្លឹកស្វាយជ្រុះពេញដីបើឯងចង់ដឹងឯងត្រូវតែសញ្ញាមួយនាងចង់ឲ្យដៃដែលស្គមស្កាំងមកចាំទ្រូងតារាភ្នែករបស់នាងប្រែជាពណ៌ក្រហមចែកដោយភ្លើងនរកនៅពេលនោះតារាដឹងថាការប្រជុំមុខនេះមិនមែនគ្រាន់តែជាការនិយាយគ្នាប៉ុណ្ណោះទេប៉ុន្តែវាជាការផ្ញើនឹងជីវិតរបស់គេដើម្បីរំដោះវិញ្ញាណដែលចាប់ជំពាក់ក្នុងគំនុំដ៏ខ្មៅងងឹតមួយនេះពិភពនៃវិញ្ញាណដែលមិនអាចវិលត្រឡប់ក្រោយវិញបានឡើយហាក់ដូចជាកំពុងបែកទ្វារស្វាគមន៍តារាយ៉ាងអាចកំបាំងបំផុតនៅពេលដែលគេឈានចូលទៅក្នុងបរិវេណរំលប់ដ៏ត្រជាក់នៃដើមស្វាយធំរាល់ជំហានដែលតារាបោះទៅមុខហាក់បីដូចជាមានកម្លាំងម្យ៉ាងមករុញច្រានទ្រង់គេឲ្យថប់ដង្ហើមខណៈដែលខ្យល់យប់ត្រជាក់ស្រែបបានបោកបក់កាត់កម្ដៅក្នុងខ្លួនគេយ៉ាងលឿនស្លេវសំឡេងបំពេកូនដែលធ្លាប់តែឮពីចម្ងាយពេលនេះវាប្រាយជាច្បាស់នៅក្បែរត្រចៀកហាក់ដូចជាមានមនុស្សមកសឹកប្រាប់នៅគៀកបំផុតគេងទៅកូនគេងទៅមាត់បងសំនៀងល្វើយដែលពោពេញដោយការឈឺចាប់របស់ស្រីរតបានធ្វើឲ្យបេះដូងរបស់យុវជនម្នាក់នេះញាប់ញ័រប៉ុន្តែមិនមែនដោយសារតែភាពភ័យខ្លាចទាំងស្រុងនោះទេវាគឺជាក្តីអាណិតអាសូរដ៏ជ្រាលជ្រៅដែលតាសុកបានផ្ដាំទុកនៅចំពោះមុខតារាដើមស្វាយធំខ្ពស់ត្រដែតនោះមើលទៅដូចជាជើងខ្មៅដ៏សាហាវដែលឈរបាំងពន្លឺព្រះច័ន្ទដ៏ស្លេកស្លាំងនៅលើមេស្វាយដ៏ធំមួយដែលលាតសន្ធឹងមកខាងផ្លូវស្រមោលស្រីម្នាក់កំពុងអង្គុយយល់ជើងយឺតនាងស្លៀកសារុងចាស់ដែលដេករហែកនិងមានក្រមាពណ៌ក្រហមពានលើស្មាដែលបោកក្រវិចតាមខ្យល់ខ្មៅនៅក្នុងរង្វង់ដៃរបស់នាងគឺកុមារសុផុកដែលមានរាងកាយតូចច្រឡឹងកំពុងដេកលក់យ៉ាងស្ងប់សុខក្នុងអោបក្រសោបដែលពោពេញដោយភាពត្រជាក់ស្រងាត់តារាដកដង្ហើមវែងរួចក្តាប់ចង្គមសត្វដែលមានអាគមនោះឲ្យកាន់តែណែនភ្លាមនោះវត្ថុស័ក្តិសិទ្ធិក្នុងដៃគេចាប់ដើរភាយកម្ដៅក្តៅអ៊ុននិងបញ្ចេញពលាពណ៌មាសស្រអាប់ហាក់ដូចជាកំពុងបង្កើតជញ្ជាំងការពារវិញ្ញាណអាក្រក់មិនឲ្យមកបៀតបៀនទេបានគេបោះជំហានចូលទៅជិតដើមស្វាយនោះម្ដងកាន់តែជិតសំឡេងយំខ្សឹបរបស់ក្មេងក៏ចាប់ផ្ដើមលេចឡើងលាយឡំជាមួយសំឡេងសើចដ៏គ្រលួតដែលគួរឲ្យព្រឺក្បាលបំផុតស្រីរតមិនបានងាកមកមើលតារាភ្លាមទេនាងនៅតែបន្តបំពេកូនដោយភ្នែកសម្លឹងត្រកភាពងត់ស៊ុំនៅខាងមុខអ្នកបងស្រីរតតារាហៅឈ្មោះនាងដោយសំឡេងរឹងមាំប៉ុន្តែបង្កប់ដោយភាពទន់ធន់សំឡេងបំពេកូនស្រាប់តែឈប់ងក់ខ្យល់ដែលធ្លាប់តែបក់ក៏ប្រែជាស្ងប់ស្ងាត់រហូតដល់ឮសូរសំឡេងនឹងហាមរបស់ខ្លួនឯងស្រីរតចាប់ផ្ដើមងាកក្បាលមកយឺតសក់របស់នាងដែលវែងអូដីគ្របដណ្ដប់ផ្ទៃមុខពាសកណ្ដាលភ្នែកដែលធ្លាប់តែស្រស់ស្អាតពេលនេះប្រែជាស្លេកស្លាំងគ្មានកែវភៀសខ្មៅនិងមានទឹកភ្នែកឈាមហូរស្រុកជន់មកលើថ្មយ៉ាងគួរឲ្យរន្ធត់ឯងមកទីនេះធ្វើអ្វីចង់មកដណ្ដើមកូនយើងទៀតមែនទេសំឡេងរបស់នាងមិនមែនចេញពីមាត់ឡើយប៉ុន្តែវាបន្លឺចេញពីខ្យល់ជំវិញខ្លួនតារាធ្វើឲ្យគេព្រឺសម្បូរខ្ញាក់នាងអោបសុផកកាន់តែណែនហាក់ដូចជាខ្លាចបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់នាងតារាមានអារម្មណ៍ថាដីក្រោមជើងរបស់គេចាប់ផ្ដើមញ័ររញ្ជួយនិងមេឃស្វាយជំវិញខ្លួនហាក់ដូចជាកំពុងប្រែរូបរាងទៅជាដីដ៏វែងដែលត្រៀមនឹងរំផាត់រូបគេខ្ញុំមិនបានមកធ្វើបាបអ្នកបងឬក្មួយប្រុសទេខ្ញុំមកដើម្បីដឹងពីការពិតនិងជួយអ្នកបងឲ្យរួចផុតពីទុក្ខមួយនេះតារានិយាយទាំងព្យាយាមរក្សាលំនឹងចិត្តគ្រួនោះឯងរូបភាពអតីតកាលដ៏ជួសចាត់ដែលតាសុកបានរៀបរាប់ក៏ចាប់ផ្ដើមលេចឡើងក្នុងអារម្មណ៍របស់តារាដូចជាខ្សែភាពយន្តគេឃើញរូបភាពស្រីរតដែលកំពុងយំអង្វររកជំនួសខណៈដែលកូនតូចរបស់នាងកំពុងដកដង្ហើមចុងក្រោយក្រោមដើមស្វាយនេះកំហឹងនឹងការឈឺចាប់ដែលនាងបានសន្សំទុកអស់រយៈពេលច្រើនឆ្នាំបានប្រែក្លាយទៅជាថាមពលងងឹតដែលកំពុងហ៊ុមព័ទ្ធដើមស្វាយនេះទាំងមូល
ស្រីរត់សើចយ៉ាងខ្លាំងសម្លេងសើចរបស់នាងធ្វើឲ្យបាក់សេដែលកំពុងដេកលាត់ហើយខ្ចាត់ខ្ចាយเป็นព្រៃនាងលោតចុះពីលើម៉ៃស្វាយមកឈរនៅចំពោះមុខតារាភ្លាមនៅល្បឿនដែលភ្នែកមើលមិនទាន់ផ្ទៃមុខដ៏ស្លេស្លាំងរបស់នាងនៅចម្ងាយតែមួយចំអាមពីមុខរបស់គេប៉ុណ្ណោះក្លិនមរណៈជាងបំប៉ះចំពោះតារាយ៉ាងខ្លាំងរហូតដល់គេចង់សន្លប់ប៉ុន្តែចង្គំសត្វអាគមក្នុងដៃរបស់គេបានចាស់ពលឺភ្លឺចែងចាំងឡើងធ្វើឲ្យស្រីរត់ដកថយទៅវិញដោយភាពជឿចាប់ការពិតឬឯងចង់នឹងការពិតដែលមនុស្សជាតិខ្មៅទាំងនោះបានធ្វើដែរយើងមែនទេនាងស្រែកខ្លាំងរហូតដល់ស្លឹកស្វាយជ្រុះពេញដីបើឯងចង់ដឹងឯងត្រូវតែសញ្ញាមួយនាងចង់ឲ្យដៃដែលស្គមស្កាំងមកចាំទ្រូងតារាភ្នែករបស់នាងប្រែជាពណ៌ក្រហមចែកដោយភ្លើងនរកនៅពេលនោះតារាដឹងថាការប្រជុំមុខនេះមិនមែនគ្រាន់តែជាការនិយាយគ្នាប៉ុណ្ណោះទេប៉ុន្តែវាជាការផ្ញើនឹងជីវិតរបស់គេដើម្បីរំដោះវិញ្ញាណដែលចាប់ជំពាក់ក្នុងគំនុំដ៏ខ្មៅងងឹតមួយនេះយប់នេះវែងឆ្ងាយណាស់សម្រាប់អ្នកដែលហ៊ានតតាំងនឹងព្រលឹងវិញ្ញាណតារានៅតែឈរថ្មឹងនៅក្រៅមណ្ឌលដ៏ត្រជាក់ស្រងាត់នៃដើមស្វាយធំខណៈដែលខ្យល់រងាខុសរដូវបានបក់កាត់ស្បែករាងកាយមមមួនរបស់គេបង្កជាភាពព្រួយព្រួយដែលពិបាកនឹងពណ៌នាយ័ន្តការពារនៅក្នុងដៃរបស់គេហាក់ដូចជាបញ្ចេញកម្ដៅតិចៗដើម្បីថ្ប៉ាល់ភាពកក់ក្ដៅដល់បេះដូងដែលកំពុងញាប់ញ័រគេសម្លឹងមើលទៅតាសុកដែលកំពុងដើរថយក្រោយបាត់ស្រមូលចូលទៅក្នុងភាពងងឹតនៃខ្ទង់ចាក់របស់គាត់ដោយបន្សល់ទុកនៅពាក្យព្រមានដ៏គួរឲ្យតក់ស្លុតអំពីអាចកំបាំងដែលលាក់ទុកក្នុងផ្ទះមេភូមិតារាដឹងថាគេមិនអាចត្រឡប់ក្រោយបានទេព្រោះវិញ្ញាណរបស់ស្រីរតនិងកុមារសុផតបានផ្សារភ្ជាប់ជាមួយនឹងជោគវាសនារបស់គេទៅហើយនៅក្រោមដើមស្វាយដ៏ធំត្រជាក់ស្រងាត់បំផុតនោះនៅពេលដាវត្រឡប់មកដល់ផ្ទះវិញតារាបានជួបនឹងបុប្ផាដែលកំពុងអង្គុយរង់ចាំនៅលើជណ្ដើរផ្ទះដោយក្តីបារម្ភបំផុតភ្នែករបស់នាងដែលធ្លាប់តែភ្លឺថ្លាឥឡូវនេះពោរពេញដោយភាពភ័យខ្លាចនិងភាពអស់កម្លាំងដែលមិនអាចលាក់បាំងបាននាងបានប្រាប់តារាទាំងសំឡេងញ័រថាបងតារាពេលបងមិននៅឃីងឮសំឡេងអំពេកូននោះម្ដងទៀតប៉ុន្តែលើកនេះវាប្លែកណាស់សំឡេងនោះមិនមែនចេញពីដើមស្វាយទេតែវាហាក់ដូចជាកំពុងហោះហើរព័ទ្ធជុំវិញផ្ទះរបស់យើងហើយមានពេលខ្លះខ្ញុំឃើញស្រមោលស្ត្រីស្លៀកសារ៉ុងចាស់ពានក្រមាពណ៌ក្រហមឈរនៅមាត់របងផ្ទះមេភូមិចាស់ដែលនៅខាងជើងភូមិឯនោះសម្ដីរបស់បុប្ផាធ្វើឲ្យតារាកាន់តែជឿជាក់លើសម្ដីរបស់តាសុកថាផ្ទះមេភូមិចាស់គឺជាចំណុចកណ្ដាលនៃរឿងរ៉ាវអាក្រក់ដែលអាចកំបាំងអាគមងងឹតទាំងអស់នេះពេញមួយយប់ដ៏យូរអង្វែងនោះតារាមិនអាចបិទភ្នែកសម្រាប់បានឡើយគេដេកស្ដាប់សំឡេងសត្វយំដែលឮល្វើយពីចម្ងាយលេឡំនឹងសំឡេងខ្យល់បក់ប៉ះស្លឹកស្វាយដែលឮសូរដូចជាសំឡេងខ្សឹបខ្សៀវរបស់ព្រលឹងដែលមិនទាន់ទៅចាប់ជាតិក្នុងចិត្តរបស់គេកំពុងតែរៀបចំផែនការសម្រាប់យប់ថ្ងៃស្អែកដែលនឹងមកដល់គេត្រូវតែដឹងឲ្យបានថាតើមានអ្វីក្នុងប្រអប់ដែកនោះហើយហេតុអ្វីបានជាមេភូមិចាស់សុកចិត្តលាក់បាំងវាអស់រយៈពេលជាច្រើនឆ្នាំរហូតដល់ថ្នាក់សុកចិត្តឲ្យវិញ្ញាណស្រីរត់វិលវល់ឈឺចាប់បែបនេះភាពយុត្តិធម៌សម្រាប់អ្នកស្លាប់និងសេចក្តីសុខសម្រាប់អ្នករស់នៅក្នុងភូមិគឺស្ថិតនៅលើភាពក្លាហានអវកេក្នុងប្រជុំមុខនឹងគ្រោះថ្នាក់ដោយមើលមិនឃើញព្រឹកថ្ងៃបន្តមកដល់ដោយភាពអ៊ូអាប់បំផុតមេខាកដោយជាតិបានគ្រប់ដុំដប់ដោយពពុះខ្មៅងងឹតដែលមិនព្រមបញ្ចេញពន្លឺថ្ងៃសូម្បីតែបន្តិចតារាបានចំណាយពេលពេញមួយថ្ងៃដើម្បីរៀបចំកម្លាំងកាយចិត្តនិងពិភាក្សាជាមួយតាសុកបន្ថែមទៀតតាសុកបានបញ្ជាក់ថាមេភូមិចាស់មិនមែនជាមនុស្សធម្មតាទេគាត់មានចំណេះដឹងខាងអាគមងងឹតដែលបានមកពីការប្រើប្រាស់អំណាចខុសផ្លូវកាលពីអតីតកាលនៅពេលប្រឡប់ឈានចូលមកដល់អ្នកទាំងពីរបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ផ្ទះរបស់មេភូមិចាស់ដែលស្ថិតនៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិដទៃទៀតផ្ទះនោះមានសភាពចាស់ទ្រុឌទ្រោមព័ទ្ធជុំវិញដោយដើមឈើធំៗដែលដុះញឹកស្កាស់ដោយជាត្រូវបានគេដាំដើម្បីបិទបាំងរឿងរ៉ាវមិនល្អមិនឲ្យមនុស្សខាងក្រៅដឹងឡើយនៅពេលគេវាឈានចូលទៅក្នុងរបងផ្ទះភាពត្រជាក់ស្រងាត់ដែលខុសពីធម្មតាបានរុំព័ទ្ធរាងកាយគេភ្លាមតាសុកបានលើកដៃសូត្រមន្តការពារយ៉ាងស្ងប់ស្ងៀមរួចងក់ក្បាលជាសញ្ញាឲ្យតារាដើរតាមពីក្រោយដោយប្រុងប្រយ័ត្នគ្រប់ជំហានដែលតារាឈានលើក្តារផ្ទះដែលពុកផុយបង្កើតជាសំឡេងគ្រឺតដែលឮច្បាស់ក្នុងភាពស្ងាត់រងំនៃយប់អាត្រាតបេះដូងរបស់គេលូតញាប់ដូចជាចង់ធ្លាយចេញពីទ្រូងនៅពេលឃើញភាពងងឹតក្នុងផ្ទះនៅពេលគេដើរចូលទៅដល់បន្ទប់ដេករបស់មេភូមិគេបានឃើញគ្រែឈើចាស់មួយដែលមានមុំព័ទ្ធជុំវិញយ៉ាងជិត
តារាអនចុះទៅមើលក្រោមគ្រែរួចក៏ឃើញប្រអប់ដែកមួយដែលមានដានធ្លីក្រាស់ខ្មឹកបន្តានៅខណៈដែលដៃរបស់គេហៀបនឹងប៉ះប្រអប់ដែកនោះស្រាប់តែមានសំឡេងសើចកកឹកដ៏រន្ធត់របស់កុមារម្នាក់បន្លឺឡើងពីក្រោយខ្នងធ្វើឲ្យតារាស្ទើរតែលូតចេញពីកន្លែងនោះដោយភាពតក់ស្លុតជាទីបំផុតវិញ្ញាណកុមារសុផតកំពុងឈរនៅមាត់ទ្វារសម្លឹងមើលមកគេដោយភ្នែកធំៗដែលពោពេញដោយភាពអាថ៌កំបាំងនិងទុក្ខសោកដែលមិនអាចរៀបរាប់បានឡើយវិញ្ញាណកុមារសុផាត់កំពុងឈរនៅមាត់ទ្វារសម្លឹងមើលមកពួកគេដោយភ្នែកធំៗដែលពោពេញដោយភាពអត្ថាកំបាំងនិងទុក្ខសោកដែលមិនអាចរៀបរាប់បានឡើយខ្យល់ត្រជាក់ស្រេងមួយបានបុកកាត់បន្ទប់ដែលបិទជិតឈឹងធ្វើឲ្យអណ្ដាតភ្លើងទៀនក្នុងដៃតាសុកររេប៉ារេហៀបនឹងរលត់ទៅជាច្រើនដងតារាព្យាយាមទប់លំនឹងស្មារតីឲ្យនឹងល្អបើទោះបីជាបេះដូងរបស់គេកំពុងលោតញាប់ខ្លាំងដូចរគាំងវៃដាស់ស្ទេកក៏ដោយគេសម្លឹងមើលទៅក្មេងប្រុសតូចដែលមើលទៅហាក់ដូចជាមានជីវិតប៉ុន្តែតម្លាភាពនៃរូបរាងរបស់គេពង្ហាញយ៉ាងច្បាស់ថាជាវិញ្ញាណដែលមិនទាន់ទៅណាឆ្ងាយពីទីនេះឡើយកុំខ្លាចអីក្មួយពួកយើងមកទីនេះដើម្បីជួយឯងនិងម៉ែឯងប៉ុណ្ណោះសំឡេងរបស់តាសុកបន្លឺឡើងយ៉ាងស្រទន់ប៉ុន្តែបង្កប់ដោយអំណាចមន្តអាគមដ៏ជ្រាលជ្រៅគាត់លើកខ្សែទឹកមន្តឡើងរួចចាប់ដើមសូត្រមន្តខ្សឹបដើម្បីបង្កើតជារបងការពារមិនឲ្យវិញ្ញាណអាក្រក់ដទៃទៀតចូលមកបៀតបៀនក្នុងរង្វង់ប្រតិបត្តិការរបស់ពួកគេបុប្ផាដែលឈរក្បែរតាសុកបានត្រឹមតែយកដៃទាំងពីរខ្ទប់មាត់ដើម្បីកុំឲ្យសំឡេងយំភ័យខ្លាចរបស់នាងលេចចេញមកក្រៅខណៈដែលភ្នែករបស់នាងមិនហ៊ានបេះចេញពីវិញ្ញាណកុមារសុផតឡើយសម្បីតែមួយវិនាទីនៃភាពតក់ស្លុតជាខ្លាំងសុផតមិនបានធ្វើអ្វីក្រៅពីលើកដៃតូចៗដៃស្លេកស្លាំងរបស់គេជងអុលមកលើប្រអប់ដែកដែលតារាកំពុងកាន់នោះដែកបបោមាត់របស់ក្មេងតូចនោះញើទៅហាក់ដូចជាចង់និយាយប្រាប់រឿងរ៉ាវអ្វីមួយយ៉ាងដ៏ធំធេងដែលគេបានឃើញប៉ុន្តែអ្វីដែលចេញមកមានតែខ្យល់ដង្ហើមត្រជាក់ស្រងាត់ដែលបញ្ចេញមកប៉ះស្បែកតារាឲ្យព្រីសម្បុកខ្វិតភ្លាមនោះវិញ្ញាណកុមារក៏រលាយបាត់ទៅក្នុងភាពងងឹតនៃច្រករបៀងផ្ទះឈើចាស់បន្សល់ទុកនូវភាពស្ងប់ស្ងាត់ដ៏គួរឲ្យព្រឺក្បាលបំផុតសម្រាប់អ្នកទាំង3ដែលនៅមានជីវិតតារាបើកវាទៅនេះជាសំណើរបស់វិញ្ញាណគេហើយតាសុកបង្កប់ដោយសំឡេងមឹងមុនតារាដកដង្ហើមធំមួយយ៉ាងវែងរួចប្រើកម្លាំងដៃមុំមួនរបស់គេដើម្បីកោះសោដែកដែលជ្រេះស៊ីស្ទើរតែជាប់គ្នាទៅហើយនោះនៅពេលកម្រប្រអប់របើកឡើងធូលីដីដ៏ក្រាស់ខ្មឹកក៏ហុយទ្រលំឡើងលើហាក់ដូចជាអថាកំបាំងដែលត្រូវបានគេកប់ទុកអស់ជាច្រើនទសវត្សរ៍បានរំដោះឲ្យមានសេរីភាពឡើងវិញខាងក្នុងប្រអប់នោះមិនមែនជាមាសប្រាក់ដូចអ្វីដែលគេធ្លាប់គិតឡើយប៉ុន្តែវាគឺជាក្រមាពណ៌ក្រហមមួយដែលត្រូវបានហែកជាពីរចំណែកនិងមានប្រឡាក់ដានឈ្មោះស្ងួតក្រម៉ៅមើលទៅគួរឲ្យខ្លាចជាទីបំផុតនៅក្រោមក្រមានោះមានសម្ពុតចាស់មួយច្បាប់ដែលក្រដាស់បានប្រែជាពណ៌លឿងក្រម៉ៅជាដាច់រហែកនិងចិញ្ចៀនប្រាក់មួយវងដែលមានឆ្លាក់ឈ្មោះរ៉ាត់នៅខាងក្នុងរង្វង់តារាលើក្រមានោះឡើងពិនិត្យមើលរំពាកនោះសម្លេងបំពេកូនរបស់សេរ៉ាត់ស្រាប់តែបន្លឺឡើងយ៉ាងខ្លាំងលាន់លឺពេញផ្ទះចេញពីទិសដើមនៃដើមស្វាយធំនៅខាងក្រៅសម្លេងនោះមិនមែនជាសម្លេងលយវយបំពេឲ្យកូនដេកលក់ដូចរដងឡើយប៉ុន្តែវាគឺជាសម្លេងស្រែកយំអង្វើកលេឡំនឹងភាពឈឺចាប់និងកំហឹងសងសឹកនៃនាងបានសន្សំទុកមកជាយូរនេះហើយផុសតាំងនៃអតីតកាលដ៏ជូរចត់និងខ្មៅងងឹតបំផុតនៃភូមិយើងតាសុកពោយទាំងដកដង្ហើមធំវែងខណៈដែលគាត់យកសម្ពុតនោះមកពិនិត្យមើលក្រោមពន្លឺទៀនមេភូមិមិនមែនគ្រាន់តែជាអ្នកដឹងរឿងនោះទេប៉ុន្តែគាត់គឺជាអ្នកដែលបានបង្ខំឲ្យសេរ៉ាត់ធ្លាក់ក្នុងស្ថានភាពដ៏អកុសលបែបនេះកាលពី20ឆ្នាំមុនក្រមានេះគឺជាស័ក្តិសិទ្ធិនិយមដ៏អភ័ព្វដែលនាងត្រូវគេធ្វើបាបនៅក្រោមដើមស្វាយធំនោះស្រាប់មានដែលតាសុកកំពុងរៀបរាប់ស្រាប់តែមានសំឡេងកូតទ្វារផ្ទះយ៉ាងខ្លាំងពីខាងក្រៅទុកសំឡេងនោះធ្វើឲ្យអ្នកទាំង3លោតព្រមគ្នាដោយភាពភ័យខ្លាចព្រោះមេភូមិបានប្រាប់ថាគាត់នឹងទៅបុណ្យនៅភូមិឆ្ងាយមិនត្រឡប់មកវិញទេនៅយប់នេះប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺសំឡេងកូតទ្វារបានប្រែជាសំឡេងក្រចកឆ្កួតឈើខ្វិតយ៉ាងក្រើមខ្លាំងក្លិនស្រួយឆាបដូចជាមាសស្រស់និងក្លិនផ្លាស្វាយជក់ស្រាប់តែផ្ញើជក់មកក្នុងបន្ទប់យ៉ាងត្រប់ពួកគេដឹងច្បាស់ក្នុងចិត្តថាអ្វីដែលកំពុងព្យាយាមចូលមកក្នុងផ្ទះនេះមិនមែនជាមនុស្សឡើយប៉ុន្តែជាវិញ្ញាណដែលចង់មកយកវិញនៅអ្វីដែលជារបស់ខ្លួន
តារាក៏ដាប់ក្រាម៉ាពណ៌ក្រហមក្នុងដៃយ៉ាងណានគេដឹងថានៅយប់នេះពួកគេគ្មានផ្លូវថយក្រោយឬរត់ចេញពីទីនេះបានឡើយអត្ថាកំបាំងដែលកប់ទប់នៅប្រអប់ដែកនេះគឺជាចំណងវិញ្ញាណដែលចងជាប់សេរ៉តនៃសុភ័តឲ្យនៅវាលវល់មិនអាចទៅរកភាពស្ងប់បានប្រសិនបើពួកគេមិនអាចស្វែងរកយុត្តិធម៌ឲ្យនាងទេពួកគេអស់គ្នាប្រកាសទីខ្លាយជាចំណែកនៃវិញ្ញាណខ្មោចដើមស្វែងរកកាយសាហាវនេះជាមិនខានខណៈដែលសម្លេងបំពេកូនចាប់ផ្ដើមបន្លឺឡើងកាន់តែជិតនៅត្រឹមតែក្រោយខ្នងពួកគេប៉ុណ្ណោះនៅត្រឹមតែក្រោយខ្នងពួកគេប៉ុណ្ណោះសំឡេងដកដង្ហើមធំលាយលំនឹងក្លិនឆ្អាបឈាមភាចេញពីភាពងងឹតធ្វើឲ្យបុប្ផាស្ទុះទៅអបដៃតាសុកយ៉ាងណែនរាងកាយញៀងញ័រដូចសត្វត្រូវទឹកភ្លៀងតារាព្យាយាមទប់លំនឹងស្មារតីគេងាកក្រោយយឺតរួយបញ្ចាំងពើទៅលើ Max ស្វាយធំដែលនៅជិតបំផុតពន្លឺពើបានចេះតែចំភ្នែកដ៏ធំនិងស្លេកស្លាំងរបស់ស្រីរ៉តដែលកំពុងអង្គុយយល់ជើងលើមែកឈើនាងមិនមែនគ្រាន់តែជាវិញ្ញាណដែលវិលវល់ធម្មតាទេប៉ុន្តែជាខ្មោចដែលពោពេញដោយគំនុំនិងការឈឺចាប់ដែលមិនអាចរៀបរាប់បានសុភ័ក្រក្មេងប្រុសតូចនៅលើដៃនាងបានងើបមុខឡើងសម្លឹងមើលតារាដោយភ្នែកខ្មៅងងឹតសុនស៊ុងរួចញញឹមបញ្ចេញធ្មេញស្រួយគួរឲ្យរន្ធត់បំផុតតាសុកស្រែកបញ្ជាខ្លាំងទាំងទឹកមុខតានតាំងតារាបើកប្រអប់ដែកនោះភ្លាមយើងគ្មានពេលច្រើនដើម្បីបង្អង់យូរទៀតទេតារាប្រញាប់ដកសាវដែលច្រេះចាប់ចេញពីកាពបរួចញ៉ាត់ចូលក្នុងរន្ធសាវនៃប្រអប់ដែកដ៏អត្ថាកំបាំងនោះដៃរបស់គេញ័រទៅត្រើតរហូតធ្វើឲ្យសស្ទើរតែជ្រុះពីដៃប៉ុន្តែគេប្រញាប់ប្រមូលកម្លាំងចិត្តរើសម្រាប់វាបាននៅពេលក្របប្រអប់បានបើកហែបឡើងផ្សែងពណ៌ខ្មៅស្រអាប់ស្រាប់តែហួចចេញមកក្រៅយ៉ាងសន្ធោសន្ធៅនាំមកនៅក្លិនស្អុយរលួយដែលមិនអាចទ្រាំបាននៅខាងក្នុងនោះវាមិនមែនជាមាសប្រាក់ដូចដែលនៅភូមិធ្លាប់ដំណើរទៅតគ្នានោះទេប៉ុន្តែវាជាក្បាលលលាតក្បាលតូចមួយដែលត្រូវបានរុំដោយសម្ពុតសួតពណ៌សប្រឡាក់ទៅដោយជាមក្រៀមក្រាំនិងចិញ្ចៀនមាសមួយវងដែលមានឆ្លាក់ឈ្មោះស្រីរ៉តយ៉ាងច្បាស់ក្រឡាបភ្លាមនោះសំឡេងបំពេកូនដែលធ្លាប់តែបន្លឺឡងល្វើយក៏ប្រែជាសំឡេងស្រែកយំយ៉ាងខ្លាំងរហូតធ្វើឲ្យស្លឹកស្វាយជ្រុះសស្រាក់ចុះមកដូចជាមានព្យុះបក់ស្រីរ៉តហោះចុះពីលើមែកឈើយ៉ាងលឿនស្លែវជើងនាងមិនប៉ះដីឡើយនាងសម្លឹងមើលទៅក្បាលលលាតក្បាលគ្រឿងប្រអប់នោះដោយកៅភ្នែកឈឺចាប់បំផុតនេះជាធាតុរបស់សុភ័ក្រដែលត្រូវគេសម្លាប់យ៉ាងខុសខើនិងយកមកកប់នៅក្រោមគួរស្វាយនេះដើម្បីធ្វើជាចំណាប់ខាងវិញ្ញាណឲ្យនាងនៅយាមទ្រព្យសម្បត្តិនិងការពារអត្ថាកំបាំងរបស់អ្នកដែលបានសម្លាប់នាងកាលពីច្រើនឆ្នាំមុនតាសុកចាប់ផ្ដើមសូត្រមន្តអាគមការពារយ៉ាងរហ័សដៃកាន់ស្លែស៊ីម៉ាផាត់ជុំវិញខ្លួនតារានិងបុប្ផាដើម្បីកុំឲ្យវិញ្ញាណអាក្រក់ចូលចិត្តលោកមានប្រសាសន៍ទាំងដង្ហើមញៀបស្ទើរនាងមិនមែនចង់សម្លាប់យើងដោយគ្មានមូលហេតុទេនាងចង់ឲ្យយើងជួយរំដោះកូននាងចេញពីចំណោទអាគមខ្មៅនេះវិញ្ញាណសុភ័ក្រត្រូវបានគេចងផ្ចាប់នឹងក្បាលលលាតក្បាលនេះទើបនាងមិនអាចទៅរកភាពស្ងាត់បានបុប្ផាដែលអង្គុយយល់ក៏ចាប់ផ្ដើមមានអារម្មណ៍អាណិតអាសរនាងសម្លឹងមើលទៅស្រីរ៉តដោយទឹកភៀកទោះជាយ៉ាងណាក៏ដោយវិញ្ញាណខ្មោចដទៃទៀតដែលនៅជំនាញដើមស្វាយចាប់ផ្ដើមកើនឡើងកាន់តែច្រើនឡើងពួកវាហាក់ដូចជាបានបញ្ជាមកអរិយរញ្ញគេស្រីរ៉តចាប់ផ្ដើមប្រវីដៃហៅខ្ចាស់គួយធ្វើឲ្យដៃហួយត្រឡោមមានងឹតសុនជើងហាក់ដូចជាពិភពលោកទាំងមូលត្រូវរលាកាត់តារាយកក្រមាពណ៌ក្រហមមករំលឹកលាតក្បាលនោះឲ្យចិត្តរួចចាក់ទៅមុនពីក្រំដកនេះចូលទៅភ្លាមតាសុកខូចទឹកបោកទួយសេមួយខ្ទាស់ទឹកមុនស័ក្តិសិទ្ធិតារាធ្វើតាមដែលមិនបង្អង់យូរនៅពេលទឹកមុនបាក់នៅក្បាលលាតក្បាលស្រីរ៉តស្រែកអើអស់បាក់សាយកំពីដៃទាំងមូលរាងកាយខ្មៅរនេនចាប់ផ្ដើមញ៉ាំពន្លឺសង្កត់ស្រះខៀតចេញពីខាងក្រងប៉ុន្តែនៅចង្រៃមិនឆាយប៉ុន្មានពួកគេស្រាប់តែឃើញសម្រស់មនុស្សមួយទៀតកំពុងចុះស្មើមើលពួកគេពីជុំមើលពីប្រភេទមើលគិតនៅខ្មោចទីដើមស្វាយសម្រស់មនុស្សកាន់ដៃទងអាគមនឹងញ៉ាំទៅមុខកំញ៉ាំបំពុតគេគឺជាអ្នកដែលបានដាក់តំណែងនៅសម្រាប់ស្រីរ៉តและក៏ជាម៉ាឈ្មោះពីកត់គប់ដៃដែលកំពុងតែព្យាយាមការពារអត្ថាកំបាំងរបស់ហ៊ុនខ្ជិលបោះកាន់តែខ្លាំងដើមស្វាយធំចាប់ដើមរងើហាក់ដូចជានឹងត្រូវដកឃ្លានចេញពីដីទាំងមូលស្រីរ៉តញ៉ាំទៅរកសម្រស់ខ្មៅនោះរួចបញ្ចេញគ្រូចប់វិញដែលមុតដូចខំស្ទេតការប្រយុទ្ធគេនៅរងវិញ្ញាណដែលមានគំនុំនឹងមុនអាគមខ្មៅងឹតដែលសហគ្រូខោចិត្តចាប់ដើមរយតារាក្រាបប្រអប់ដែកចាប់នៅធួងគេនឹងញ៉ាំច្បាស់ថាជីវិតរបស់ពួកគេទាំង3នឹងវិញ្ញាណម្ដាយគូនេះស្ថិតនៅលើចុងកាំបិតនៃយុគដ៏អត្ថាកំបាំងនេះឯងសំឡេងកូនកំមីញងសុកពន្លឺឡើងភ្លេងប្រៃស្រាប់ភ្លេដែលពន្លឺផ្លេវដៅបានស្មាត់កាត់មេបង្ហាញឲ្យឃើញនៅមុខមើលភេទរបស់បុរសអត្ថាកំបាំងមួយញាក់ដែលជាអតីតមេភូមិកំណាច់ដែលក្រុមធីមស្មាថាដានស្លាប់បាត់បង់ជីវិតទៅហើយផងនេះពន្លឺផ្លែកបន្ទោពណ៌ស្វាយបានចេះមកលើផ្ទៃមុខដ៏ជ្រួញជ្រាវរបស់អតីតមេភូមិច័ន្ទដែលអ្នកភូមិគ្រប់គ្នាជឿថាបានស្លាប់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងឆេះផ្ទះកាលពី10ឆ្នាំមុនភ្នែករបស់គាត់ឡើងក្រហមងាំងដូចឈាមស្រស់ដែលពោពេញដោយភាពខូខើបំផុតហើយនៅក្នុងដៃមានកាន់ដំបងឈើខ្មៅមួយយ៉ាងដែលបញ្ចេញផ្សែងខ្មៅអាប់អួរជាដរាបស្រីរ៉តស្រែកក្រហឹមដោយសំឡេងខ្លាំងដែលធ្វើឲ្យស្លឹកស្វាយទាំងឡាយរុះរយដូចជួបមហន្តរាយដ៏ធំធេងគំនុំដែលចាក់ឬសយ៉ាងជ្រៅក្នុងចិត្តនាងអស់រយៈពេលជាច្រើនឆ្នាំបានផ្ទុះឡើងភ្លាម
ព្រោះកាលពីនាងនៅមានជីវិតគឺបរិសកំណាចម្នាក់នេះឯងដែលបានបង្ខំនាងឲ្យរត់ចូលទៅក្នុងព្រៃទាំងកណ្ដាលអត្រាតរហូតដល់នាងនិងកូនសុផតត្រូវបាត់បង់ជីវិតយ៉ាងវេទនាបំផុតនៅក្រោមដើមស្វាយដ៏ត្រជាក់ស្រងាត់នេះច័ន្ទសើចដោយសំឡេងស្អកស្អកគួរឲ្យរអើមមេឃយំព្រៃរុនជួយឯងនៅតែមិនព្រមទៅចាប់ជាតិទៀតឬស្រីរតរបស់នៅក្នុងប្រអប់ដែកនោះជារបស់អញតែម្នាក់គត់បើឯងមិនចង់ឲ្យវិញ្ញាណកូនឯងប្រឹងរលាយបាត់បង់រូបរាងជារៀងរហូតទេចូលប្រគល់វាឲ្យឯងភ្លាមគាត់លើកដំបងសូត្រមន្តអាគមខ្មៅងងឹតស្រាប់តែមានខ្យល់កន្ត្រាក់បក់បកមកលើតារានិងបុប្ផាយ៉ាងខ្លាំងក្លាបំផុតតាសុកដែលឈរនៅក្បែរនោះមិនបងអង្គយូរឡើយលោកប្រញាប់យកក្រមារបស់លោកមកសូត្របាលីការពាររួចបាចអង្គសែនទៅលើដីដើម្បីបង្កើតជារបាំងមន្តអាគមទប់ទល់នឹងអំណាចខ្មៅងងឹតដ៏សាហាវនោះតារាកាន់ប្រអប់នោះឲ្យជាប់កុំឲ្យវាធ្លាក់ចេញពីដៃឲ្យសោះតាសុកស្រែកបង្កប់ទាំងដង្ហើមញាប់ខណៈកំពុងប្រមូលសមាធិទប់ទល់នឹងកម្លាំងខ្យល់ដែលបក់បកមកតារាក្តាប់ប្រអប់ដែកនោះរហូតដល់ឡើងស្លេកដៃគេមានអារម្មណ៍ថាប្រអប់នោះកាន់តែក្តៅទៅក្តៅដូចជាដុំដែកដែលគេទើបនឹងដកចេញពីក្នុងភ្នក់ភ្លើងបុប្ផាយំខ្សឹកសួលដោយភាពភ័យខ្លាចដល់កំពូលនាងអូបដៃតារាជាប់មិនលែងភ្នែកសម្លឹងមើលទៅស្រីរតដែលកំពុងហោះសំកាំងលើអាកាសទាំងសក់រំពាគួរឲ្យព្រាក្បាលក្រជុកវែងៗរបស់ស្រីរតបានឆ្កៀវចូលទៅក្នុងរបាំងមន្តអាគមរបស់ច័ន្ទបង្កើតជាសូរសំឡេងឆាវឆាវដូចជាដែកមុតស្រួចប៉ះនឹងថ្មរឹងស្រីរតមិនខ្លាចនឹងត្រូវស្លាប់ជាលើកទី2ឡើយឲ្យតែនាងអាចការពារកូនសុផតឲ្យមានសុវត្ថិភាពបានវិញ្ញាណកុមារៈតូចយំស្រែករកម្ដាយម៉ែកូនខ្លាចណាស់ជួយកូនផងសំឡេងយំដ៏សោកសៅនេះបានคล้ายជាកម្លាំងរុញច្រានឲ្យស្រីរតប្រាយកម្លាំងវិញ្ញាណចុងក្រោយរបស់នាងហក់ទៅបុកចំដើមទ្រូងរបស់ច័ន្ទយ៉ាងពេញទំហឹងមេភូមិកំណាត់ខ្ទាតទៅក្រោយបន្តិចប៉ុន្តែគាត់បានប្រើមន្តអាគមខ្មៅច្រាននាងចិនវិញយ៉ាងសាហាវគ្រោះខៅបំផុតឈាមខ្មៅដែលជាជាតិពុលនៃវិញ្ញាណបានហូរចេញពីមាត់របស់ស្រីរតនាងធ្លាក់មកលើដីយ៉ាងធ្ងន់នៃក្បែរជើងរបស់តារាតាសុកដឹងយ៉ាងច្បាស់ថាបើមិនប្រើមន្តអាគមខ្ពត់បំផុតក្នុងពេលនេះទេពួកគេទាំងអស់គ្នានឹងត្រូវវិញ្ញាណសាបសួននៅយប់នេះមិនខានលោកងាកទៅរកតារារួចពោលដោយសម្លេងធ្ងន់និងមើងម៉ាត់បំផុតថាតារាដល់ពេលដែលឯងត្រូវបើកប្រអប់នោះហើយកុំស្តាក់ស្ទើរអីមានតែរបស់ដែលស្ថិតនៅក្នុងនោះទេទើបអាចកំចាត់អំណាចងងឹតរបស់វាបាននិងជួយឲ្យវិញ្ញាណស្រីរតរួចផុតពីគុកនៃវិញ្ញាណដ៏សែនវេទនានេះតារាសម្លឹងមើលមុខតាសុករួចងាកទៅមើលស្រីរតដែលកំពុងតែចុះកម្លាំងដោយសារតែឥទ្ធិពលមន្តអាគមរបស់ច័ន្ទប៉ុន្តែតាសុកបើខ្ញុំបើកវាតើនឹងមានរឿងអ្វីកើតឡើងចំពោះពួកយើងតារាសួរទាំងញ័រមាត់ច័ន្ទឃើញឱកាសល្អក៏ស្ទុះមកយ៉ាងលឿនស្លេវដោយខ្ចោះព្យុះសម្ដៅមកដណ្ដើមប្រអប់ពីដៃតារាកុំសង្ឃឹមថាអាចបើកវាបានឲ្យសោះអាម្នាក់នេះច័ន្ទស្រែកឡើងដោយកំហឹងស្របពេលនោះដែរមេឃបានបាញ់ភ្លេងបន្ទោចុះមកចំកណ្ដាលដើមស្វាយធំយ៉ាងលាន់លឺគម្រើផែនដីបណ្ដាលឲ្យមេឃស្វាយធំដែលស្រីរតធ្លាប់អង្គុយបំពេកូននោះបាក់ធ្លាក់ចុះមកដីបង្កើតជាផ្សែងហួយទ្រលោមបិទបាំងផ្លែកនៃគ្រប់គ្នាអស់នៅក្នុងភាពច្របូករបួននិងភាពអាសន្ននោះតារាបានសម្រេចចាត់លូកដៃទៅបើកកម្រប្រអប់ដែកនោះភ្លាមតាមសម្ដីតាសុកពន្លឺពណ៌មេឃដ៏ត្រជាក់ត្រចាំងមួយបញ្ចេះចេញពីក្នុងប្រអប់ធ្វើឲ្យច័ន្ទស្រែកធ្នូដោយចាស់ឈឺចាប់យ៉ាងខ្លាំងហើយអ្វីគ្រប់យ៉ាងដែលធ្លាប់តែងងឹតអាប់អួរក៏ស្រាប់តែប្រែជាពណ៌សស្ងាត់ឈឹងមួយរំពេកដែលនាំមកនឹងភាពអថាកំបាំងថ្មីមួយទៀតភាពអាកំបាំងថ្មីនោះបានលាត្រដាងឡើងនៅចំពោះមុខតារាក្នុងទម្រង់ជាផ្ទាំងទស្សនីយភាពនៃអតីតកាលដ៏ស្រស់បំព្រងប៉ុន្តែបង្កប់ដោយភាពឈឺចាប់យ៉ាងជ្រាលជ្រៅពន្លឺពណ៌សស្ងាត់ឈឹងដែលបានគ្របដណ្ដប់ជុំវិញនោះមិនមែនជាភាពសូន្យឈឹងធម្មតានោះទេប៉ុន្តែវាជាពិភពនៃវិញ្ញាណដែលស្ថិតនៅចន្លោះការចងចាំនិងការពិតតារាព្យាយាមបើកភ្នែកឲ្យធំទោះបីជាពន្លឺពណ៌មាសនៅតែរីប៉ាយពេញអាកាសក៏ដោយគេឡើងឃើញដើមស្វាយដែលបាក់បីទៀតហើយប៉ុន្តែអ្វីដែលនៅចំពោះមុខគេគឺដើមស្វាយដ៏ធំដែលមានស្លឹកពណ៌បៃតងស្រក់កាលពី30ឆ្នាំមុននិងមានអង្រឹងមួយចងនៅក្រោមមេឃដែលទើបតែបាក់នោះស្រីរតក្មេងវ័យ28ឆ្នាំដែលមានផ្ទៃមុខស្រស់ថ្លាមិនមែនស្លេកស្លាំងដោយខ្មោចឡើយនាងកំពុងអង្គុយលើមេឃស្វាយបំពេកូនតូចសុផាត់ដោយស្នាមញញឹមដ៏ទន់ភ្លន់បំផិតថានេះជាអ្វីទៅតារាសួរទាំងសំឡេងញ័រប៉ុន្តែគ្មានអ្នកណាម្នាក់លើគេឡើយសូម្បីតែតាសុកដែលឈរនៅក្បែរនោះក៏ហាក់ដូចជាคล้ายជាវិញ្ញាណក្នុងអតីតកាលដែរ
ស្រាប់តែបុរសម្នាក់ឈ្មោះច័ន្ទដែលមានរូបរាងមាមួនប៉ុន្តែមានកែវភ្នែកពោពេញដោយល្បិចកុលបានដើរចូលមកក្នុងទិដ្ឋភាពនោះនេះហើយគឺជាច័ន្ទដែលបានស្រែកធ្ងរដោយការឈឺឆាប់នៅពេលពន្លឺចេញពីប្រអប់ដែកព្រោះវិញ្ញាណកំណាចរបស់គេបានជ្រុះកូននៅក្នុងដើមស្វាយនោះដើម្បីបង្ខាំងវិញ្ញាណស្រីរតឲ្យនៅបម្រើគេក្នុងទិដ្ឋភាពអតីតកាលនោះច័ន្ទបានជួបប្រកែកជាមួយស្រីរតយ៉ាងខ្លាំងអំពីរឿងមាសប្រាក់ដែលគេបានលួចមកពីអ្នកស្រុកស្រីរតដែលជាមនុស្សស្លូតបូតបានព្យាយាមខាត់ខាំងប្តីមិនឲ្យធ្វើអំពើបាបប៉ុន្តែចិត្តដែលងងឹតងងល់ដែលលពាក់បានធ្វើឲ្យច័ន្ទលើកដៃសម្លាប់ប្រពន្ធនិងកូនខ្លួនឯងនៅក្រោមដើមស្វាយនោះយ៉ាងអណោចអណោបំផុតដើម្បីយកឈាមមកធ្វើពិធីសែនព្រេនរក្សាទ្រព្យសម្បត្តិតាសុកដែលស្ថិតក្នុងសភាពជាវិញ្ញាណអតីតកាលដែរនោះបានលូកដៃមកបាសស្មារបស់តារារួចពោលដោយសម្លេងស្រទន់ថាតារាអ្វីដែលឯងឃើញគឺជាការពិតដែលត្រូវបានកប់ទុកក្នុងប្រអប់ដែកនេះច័ន្ទមិនមែនត្រឹមតែជាប្តីរបស់ស្រីរតទេប៉ុន្តែគេគឺជាអ្នកដែលបានប្រាមន់អាគមខ្មៅដើម្បីចងអាឃាតវិញ្ញាណប្រពន្ធកូនឲ្យនៅការពារមិត្តប្រាក់ដែលគេកប់នៅទីនេះខណៈនោះផ្សែងពណ៌សដែលគ្រប់ដណ្ដប់ក៏ចាប់តាមរលាបាត់ទៅម្ដងបន្តិចៗនាំគ្រប់គ្នាមកកាន់ពិភពបច្ចុប្បន្នវិញតារាឃើញវិញ្ញាណរបស់ច័ន្ទដែលពេលនេះមានរូបរាងជាខ្មោចដ៏អាក្រក់កំពុងតែរមួលខ្លួនដោយសារឥទ្ធិពលនៃពន្លឺមាសចេញពីកញ្ចក់បុរាណក្នុងប្រអប់វាជាមន្តអាគមបន្សាបដែលតាសុកបានរៀបចំទុកជាច្រើនឆ្នាំដើម្បីរងចាំថ្ងៃនេះស្រីរតនិងកូនទុយសុភ័តបានងើបចេញពីស្រមុំងងឹតនៃមេឃស្វាយដែលបាក់នោះទឹកមុខរបស់នាងឡើងមានភាពសាហាវខូខៅទៀតហើយប៉ុន្តែពោពេញដោយភាពស្រងេស្រងោចនឹងការឈឺចាប់ដែលត្រូវបានដោះលែងបុប្ផាដែលអង្គុយខិញញ័រនៅក្បែរនោះចាប់ផ្ដើមសម្រក់ទឹកភ្នែកនៅពេលឃើញវិញ្ញាណម្ដាយនិងកូនសម្លឹងមុខនាងដោយក្តីអាណិតគេគ្រាន់តែចង់បានសេរីភាពបុប្ផានិយាយទាំងអ៊ូដើមខណៈឃើញវិញ្ញាណស្រីរតលូកដៃទៅអង្អែលក្បាលកូនទុយសុភ័តទោះជាយ៉ាងណាភាពស្ងប់ស្ងាត់មិនតាន់មកដល់ទាំងស្រុងនោះទេវិញ្ញាណខ្មោចច័ន្ទដែលកំពុងតែជោគសោយបានស្ទុះទៅរកកមូនសុភ័តក្នុងបំណងចុងក្រោយដើម្បីទាញយកវិញ្ញាណក្មេងមកធ្វើជាចំណាប់ខ្មាំងម្ដងទៀតដើម្បីបន្តអាយុវិញ្ញាណខ្លួនឯងតារាឃើញដូច្នោះក៏ស្ទុះទៅរារាំងតាំងមិនខ្លាចស្លាប់ដោយក្រុងដៃនៅតែកាន់ប្រអប់ដៃដែលជះពន្លឺត្រចះត្រចាំងជួបភ្លាមតារាស្រែកខ្លាំងៗរំពេចនោះដីនៅក្រោមដើមស្វាយលើបាក់បីក៏ចាប់ដើមយារញ្ជួយម្ដងទៀតយ៉ាងខ្លាំងក្លាឬស្វាយធំៗមិនងើបឡើងពីដីដូចជាពស់ថ្លាញ់យ៉ាបត់ជំនវិញ្ញាណរបស់ច័ន្ទយ៉ាងណែនវាហាក់ដូចជាប្រលឹងនៃដើមស្វាយខ្លួនឯងកំពុងតែសងសឹកចំពោះការប្រើប្រាស់វាក្នុងផ្លូវអាក្រក់អររយៈពេលជាច្រើនទសវត្សរ៍កាលមកនេះតាសុកបានទៀងខ្លាយចំណងសេលចេញពីចង្កេះរួចបោះទៅលើដីបង្កើតជារង្វង់មន្តអាគមបត់ជំនតារានិងបុប្ផាដើម្បីការពារពីកម្លាំងបោះបក់លោកបានស្រែកប្រាប់តារាដោយសួរសៀងអោកអាថាតារាយកកញ្ចក់មាសក្នុងប្រអប់នោះមកចាំងចាំភ្នែករបស់វាជាមធ្យោបាយតែមួយគត់ដើម្បីរំលាយវិញ្ញាណកំណត់នេះជារៀងរហូតតារាមិនបង្អង់យូរឡើយគេលើកកញ្ចក់ឡើងខ្ពស់តម្រង់ទៅរកច័ន្ទដែលកំពុងការរើបំរាស់នៅខាងរើសឈើប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺស្រីរតបានស្ទុះទៅបាំងពីមុខវិញ្ញាណច័ន្ទទៅវិញភ្នែករបស់នាងពោពេញដោយភាពស្មុគស្មាញហាក់ដូចជាចង់និយាយអ្វីមួយដែលសំខាន់ជាងការសងសឹកទៅជាតិសកម្មភាពរបស់នាងបានធ្វើឲ្យតារាបង្អង់ដៃភ្លាមៗទាំងភាពងឿងងុយជាពន់ពេកខណៈដែលពន្លឺមាសកំពុងតែឆាយរ៉ាល់ពេញបរិវេណដើមស្វាយនោះភាពស្ងប់ស្ងាត់បានគ្របដណ្ដប់មួយខណៈដែលពន្លឺពណ៌មាសចេញពីកញ្ចក់បុរាណក្នុងដៃតារាកំពុងចាំងរន្ទាទៅលើផ្ទៃមុខស្លេកស្លាំងរបស់ស្រីរតតារាឈរថ្មឹងដៃកាន់កញ្ចក់ញ័រទៅត្រឺព្រោះរូបភាពនៃចំពោះមុខមិនមែនជាការវាយប្រហារដើម្បីសម្លាប់ឡើយប៉ុន្តែវាគឺជាការលះបង់ដ៏អស្ចារ្យដើម្បីការពារស្រីរតដែលធ្លាប់តែជាខ្មោចដើមស្វាយដ៏គួរឲ្យខ្លាចបែរជាយកខ្លួនប្រាណដ៏ស្ពំស្កាំងរបស់នាងមកធ្វើជាខែលការពារវិញ្ញាណខ្មៅងងឹតរបស់ច័ន្ទដែលកំពុងរើបំរាស់ខ្មឹងឫសឈើនោះទៅវិញភ្នែករបស់នាងដែលធ្លាប់តែមើលទៅសាហាវបែរជាប្រែជាទន់ភ្លន់និងពោពេញដោយការអង្វរកយ៉ាងខ្លាំងក្លាដែលធ្វើឲ្យតារាមិនដាច់ចិត្តបញ្ចេញឫទ្ធិអំណាចកញ្ចក់បន្តទៀតតារាកុំបងអង្គយូរកំចាត់ពួកវាទៅសំឡេងតាសុកស្រែកបញ្ជាទាំងដង្ហើមហត់ដង្ហក់ចេញពីចម្ងាយបុរសចំណាព្យាយាមទប់លំនឹងខ្លួនឯងលើដៃខណៈដែលមន្តអាគមការពាររបស់លោកកំពុងចុះខ្សោយទឹកខ្សោយតាមកម្លាំងធាតុបើឯងមិនកំចាត់វិញ្ញាណកំណាចនោះទេភូមិយើងនឹងមិនមើលថ្ងៃស្គាល់សេចក្តីសុខឡើយហើយពលលឹងក្មេងនោះក៏មិនអាចរំដោះបានដែរប៉ុន្តែតារាមិនអាចធ្វើតាមបញ្ជានោះបានទេតាមរយៈពន្លឺចាងចែងនៃកញ្ចក់មាសគេឃើញអ្វីដែលអ្នកដទៃមើលមិនឃើញដោយភ្នែកទទេឡើយគេឃើញវិញ្ញាណកុមារសុភ័ក្រកំពុងតោងចាយសាររងម្ដាយយ៉ាងជាប់ភ្នែកធំរបស់ក្មេងតូចសម្លឹងមកតារាដោយភាពភ័យខ្លាចនិងស្រងត់បំផុតស្រីរតហើបមកនិយាយទាំងដង្ហើមញាប់ស្ទើរស្ដាប់មិនលឺក្នុងខ្យល់ទៅចាក់ថាសូមគុំបាក់បងចាំងពន្លឺនេះមកលើគាត់កូនរបស់ខ្ញុំក៏នឹងរលាបាត់ទៅជាមួយដែរ
ពួកគេមានប្រលឹងចងច្បាប់គ្នាដោយបណ្ដាសាឈាមតារាមានអារម្មណ៍ក្តុកក្តួលជាខ្លាំងក្នុងទ្រូងគេដឹងថាវិញ្ញាណច័ន្ទដែលតាសុកចង់កំចាត់នោះគឺជាបរិសុទ្ធដែលធ្លាប់បង្កសោកនាដកម្មកាលពីអតីតកាលប៉ុន្តែឥឡូវនេះវិញ្ញាណដ៏សាហាវនោះបានចងជាប់ទៅនឹងសុភ័ក្រយ៉ាងជិតស្និទ្ធបំផុតតាមរយៈមុនខ្មៅប្រសិនបើកញ្ចក់មាសបំផ្លាញច័ន្ទវាក៏នឹងរំលែប្រលឹងកុមារស្លួតត្រង់ម្នាក់ដែលគ្រាន់តែចង់រស់នៅក្បែរម្ដាយនោះឲ្យសាបសូន្យជារៀងរហូតហើយបុប្ផាដែលឈើញ័រទៅទ្រើនៅពីក្រោយតារាបានដើរចូលមកជិតបន្តិចដោយភាពក្លាហានដែលកើតចេញពីសេចក្តីអាណត្តិនាងសម្លឹងមើលទៅស្រីរតរួចងាកមកមើលតាសុកទាំងទឹកភៀររលីងរលងលោកតាប្រហែលជាមានវិធីផ្សេងមែនទេយើងមិនអាចសម្លាប់ក្មេងម្នាក់ដែលមិនដឹងអីនោះទេមើលចុះស្រីរតកំពុងការបៀកូននាងតាសុកងើបមកសម្លឹងមើលទៅលើមេឃស្វាយធំដែលបោករវិរវិភ្នែករបស់លោកស្រាប់តែប្រែជាស្រទន់កាលបែរលោកបានឃើញខ្សែច័ន្ទមួយដែលធ្លាក់ចេញពីអាវរបស់វិញ្ញាណច័ន្ទក្នុងពន្លឺកញ្ចក់វាជាខ្សែដែលលោកធ្លាប់ស្គាល់កាលពី40ឆ្នាំមុនជាចំណងមេត្រីភាពដែលត្រូវបានកាត់ផ្ដាច់ដោយភាពច្នៃការចងចាំដោយជួរបាត់បានហូរចូលមកក្នុងខួរក្បាលរបស់បុរសចំណាក់ដោយទឹកបាក់ទំនប់លោកយល់ហើយថាហេតុអ្វីបានជាស្រីរតសុខចិត្តរងទុក្ខវេទនាជារាប់សិបឆ្នាំក្រោមដើមស្វាយនេះនាងមិនមែនចង់សងសឹកអ្នកភូមិឡើយប៉ុន្តែនាងកំពុងប្រើវិញ្ញាណខ្លួនឯងដើម្បីទប់ទល់មិនឲ្យវិញ្ញាណកំណាចលេបត្របាក់កូនប្រុសរបស់នាងតែប៉ុណ្ណោះតារាទម្លាក់កញ្ចក់ចោលតាសុកនិយាយដោយសំឡេងខ្សោៗដែលពោពេញដោយកាកស្ដាយក្រោយប៉ុន្តែលោកតាបើខ្ញុំឈប់វិញ្ញាណកំណាចនោះនឹងងើបឡើងវិញតារាប្រកែកទាំងងឹងឆ្នល់ទម្លាក់វាចោលតាសុកបញ្ជាក់ម្ដងទៀតយ៉ាងម៉ឺងម៉ាត់កញ្ចក់មាសអាចរំលាយវិញ្ញាណបានមែនប៉ុន្តែវាមិនអាចដោះស្រាយចំណងកម្មពៀដែលចង់ដោយឈាមបានឡើយយើងត្រូវប្រើវិធីផ្សេងវិធីដែលប្រើសេចក្តីមេត្តានិងការលះបង់ជាងការបំផ្លាញដោយកំហឹងនៅពេលតារាទម្លាក់កញ្ចក់មាសចុះយឺតពន្លឺដ៏ចាងចែងក៏រលត់បាត់ទៅវិញចំនួនមកវិញនៅពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រងាត់ដែលជះមកលើស្លឹកស្វាយស្រីរតលុតជង្គង់ចុះលើដីត្រជាក់នាងអូបកូនប្រុសជាប់នឹងទ្រូងយ៉ាងណានខណៈដែលវិញ្ញាណខ្មៅងងឹតអវាច័ន្ទចាប់ផ្ដើមស្រែកធ្ងរដោយភាពឈឺចាប់និងព្យាយាមរើបំរាស់ចេញពីការគ្រប់គ្រងរបស់នាងដើមស្វាយធំចាប់ផ្ដើមញ័ររឹងជួយខ្លាំងហាក់ដូចជាមានព្យុះសង្ខកំពុងផ្ទុះចេញពីខាងក្នុងឫសឈើសំឡេងបំពេកូនដែលធាប់តែល្វីរវាពីរោះបែរជាប្រែទៅជាសំឡេងយំសោកយ៉ាងក្រលួចដែលធ្វើឲ្យអ្នកគ្រប់គ្នាត្រូវខ្ទប់ត្រជាក់ដោយភាពតក់ស្លុតតាសុកដើរចូលទៅជិតដើមស្វាយយឺតរួចដកក្រមានៅលើក្បាលមកកាន់ជាប់នឹងដៃទាំងសងខាងលោកដឹងថាពេលវេលានៃការបញ្ចប់ពិតប្រកាសជិតមកដល់ហើយប៉ុន្តែវាមិនមែនជាការបញ្ចប់ដោយការបង្ហូរឈាមឬការសងសឹកនោះទេប៉ុន្តែជាការលះបង់ដ៏ធំធេងដែលគ្មាននរណាម្នាក់ក្នុងភូមិធ្លាប់នឹកស្មានដល់ឡើយរតអើយដល់ពេលដែលនាងត្រូវធ្វើការសម្រេចចិត្តចុងក្រោយហើយតាសុកពោទាំងទឹកភៀរមាកាត់ផ្ទៃមុខដែលជាវជួយតើនាងសុខចិត្តលះបង់វិញ្ញាណខ្លួនឯងដើម្បីដល់លេងព្រលឹងគូនឲ្យមានសេរីភាពចាក់ចេញពីដើមស្វាយបិសាចនេះដែរឬទេស្រីរតងើបមុខសម្លឹងមើលតាសុកភ្នែករបស់នាងបង្ហាញពីការយល់ព្រមយ៉ាងច្បាស់លាស់បំផុតនាងអូបសុផកាន់តែណែនរួចងក់ក្បាលយឺតខណៈដែលផ្សែងខ្មៅងងឹតចាប់ផ្ដើមរំពាត់រាងកាយនាងទាំងស្រុងរៀបនឹងលេបត្របាក់គូនម្ដាយដ៏កំសត់ម្នាក់នេះចូលទៅក្នុងភាពងងឹតសួនជើងផ្សែងខ្មៅងងឹតដែលកំពុងលេបត្របាក់វិញ្ញាណម្ដាយដ៏កំសត់ម្នាក់នេះចូលទៅក្នុងភាពងងឹតសួនឈឹងបានចាប់ផ្ដើមវិលវល់យ៉ាងខ្លាំងក្លានិងបញ្ចេញនូវសំឡេងស្រែកធ្ងរយ៉ាងរន្ធត់ដែលចេញពីឫសជ្រៅនៃដើមស្វាយបិសាចនោះតាសុកប្រញាប់លើកដៃទាំងពីរឡើងម្រាមដៃដែលជ្រៅជ្រួយញ័រទៅត្រើកាន់ខ្សែចងក្បាលមុនអាគមយ៉ាងណែនរួចចាប់ផ្ដើមសូត្រមុនវិជាចុងក្រោយដែលលោកបានលើកទុកជាច្រើនទសវត្សរ៍ទៅមុខហើយដើម្បីប្រជែងយកវិញ្ញាណក្មេងតូចចេញពីក្រញាំដៃនៃបិសាចដាំងឈើដែលមិនព្រមដោះលែងចំណីរបស់វាដោយងាយៗឡើយតារាអោបបុប្ផាដែលកំពុងយំខ្សឹកស្កួលយ៉ាងណែនក្នុងរង្វង់ដៃខណៈដែលខ្យល់ព្យុះបក់យ៉ាងខ្លាំងនៅជុំវិញពួកគេស្លឹកស្វាយរាប់ពាន់សន្លឹកបានជ្រុះចុះមកដូចជាទឹកភ្លៀងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺរាល់ស្លឹកដែលជ្រុះមកដល់ដីវាក៏ប្រែជាពណ៌ខ្មៅរលួយភ្លាមហាក់ដូចជាជីវិតរបស់ដើមឈើនេះកំពុងត្រូវបានបឺតចិញ្ចក់ចេញដែលកម្លាំងមុនអាគមដ៏ខ្លាំងក្លា
ตาสกใส่บงกอบโดยสำเลงคลังๆแต่งดังหามหยวบแสกทาดาราโยอัมบอสเซลนี่เตปวดจุมวินกูลสไวเอาจวบกุมออยวิญญาณอักระเวียดดังหามเจนบกราวบานโดยซอตุใบจีเมียนพีบไพ่คลายกรุบบันดับอย่างนาก็ดาวิก็พีบคลาหานระบอดาราเนแต่เมียนจีนิกเกสตุแต่จับโยกใส่อัมบอสเซลปีได้ตาสุกรุ่ยรุดเกกปีแม็กซ์ไวได้บักเทียกชกมุกเชบันต่อบโดยจะจังเรียรางเพลระบอเกในกันดาวปปวกขมายงงเงิดได้กำปุงวุลเกอายเบอร์เคยแผนกระบอสไรรอดได้กำปุงสำลังมกกูลปลอกตุยระบอเนียงจีจงกร้อยเนียงแรงบำเปโกนโดยสำแรงเวยเตียดหายปันตาโบมอนสเล็กสลังระบอเนียงบันสเปียกท้าไม่สระแรงโกนจะเลือกจงกร้อยได้ทั่วแนกแต่บานลืออัวดำกอสเตอร์แต่ตุบตึกพลิกมันบานเพียมลูกปนลือปอซอดอตุนพลนมวยบานแจกแจงปีดำตรุกระบอสไรรอดอย่างออสจาร์วิจิตรธรรมปนในกระไดสลันต่อบริสุทธิ์ระบำมาได้วิญญาณอักรกมันอายตุบตูลบานลายวิญญาณตัวอบสุเพกจับดามระเบียเจนปีกาออกกระสอบระบำมาได้ยืดโดยจีสลาบักซีได้ตัวแต่เรียนเฮอร์ชวัวตรอกปนลือในเสรีเพียบเรียงกายระบบกระเมงเปล่าตัวแรงมือตัวสลิกสลังหนึ่งตระเจ็ดสระงัดดุจมุนเดียดเฮยปันตายเวียปลายจีพลือทลาหนึ่งปูเป็นใหญ่สกได้สุกได้รูปเกมันชอบบานจุประแตลอยตามปีวิญญาณตระบานคุมแข็งหมกรวดตุบจัดอ้อยจวบกุมอ้อยเพียบงงเงิดเล็บตระบักสเตระบอนยังบานตาสกใส่อย่างครั้งขณะได้ลูกกำปงประยุทธ์จมวยกำลังงงเงิดได้พี่เยี่ยมเตียงหยอกวิญญาณใส่รอดแต่ถวยจีจันในระบอดามเชยจีเรียงระหูดดามสวายดังบัวจับดามยอรังเกอคลังลางระหูดดาวใดในจุ่มเวนนุเปรแบกเจงที่ขเนียโดยจีเมียนกรุกเรนจวยใดกำรัดสลาลกลั้นซุยระลวยในขมาวไตห้องบานแพร่ลางเป็นอากาศคู่อ้อยช่องจงเอาปันตาเตอบานรุนจานโดยเคลื่อนกระโหบในมุนอากุมเซลระบอตาสุกได้กำปุงกรุบดนดับตำบานนุเตียงบวนสรีรอดยินยิ้มเตียงตึกเพลียกโหสรอกกัดพอได้มันเมียนเชียมระบอเนียงอย่างสระตนเนียงดังอย่างจะบาท่าเนียงมันอาเตยจมวยโกนบานเตปันตาเนียงสุกจัตุลีบัดตึกรองพิบโซนเชิงเชนิรันตวัดเจียงเคินกลปลอดหรือจับคุมแข้งกรองดามเชอเบสายมีต่อตะเตียดเนียงบ้านปลายกำลังวิญญาณจงกรอยระบอเนียงรุนวิญญาณสุกเพียกหายจปุตรอกตาสุกยังเลือนบำพดลูกตาซุ่มช่วยนอมโกนเคียงตรอกเพลยเพลียงฟองกุมอ้อยเกรุงตุกเวเดเนียโดยรูเคียงไอสำเลระบอเนียงละเวยโดยจีเคลียวดังหามจงกรอยได้บัดบองตะกรนพิบสงบสงัดในเป้ได้วิญญาณระบอสุกเพียกฮอกฮาแต่ดอรงวงเซอร์ระบอตาสุกสลับแต่เมียนประตูสำเลยังครั้งโดยกรนแตะบันจำกันดาดามสวายดอทุ่งนกปนลือปอกขมาวหนึ่งซอบานบอกตรงกิกกันในบงการบ้านจีกำลังรุนชรานอย่างครั้งได้ถือหอยดาราหนึ่งบุพพาดวงกระพกเตลือได้อย่างดำนมสื่อแต่กรอบมันรวยขนมพีบจะบกจะบอลในปนลือนึกใส่นุโปเกบานเคยรูปเพียบจงกราวระบาสเรรอดได้กำปงโรเลียบัดตึกขนมแสงขมายขณะได้เนียงนอกแต่บรรต้อสำลังเมื่อโกนดอยสนามยิงยำดอกกำสดหนังโปเป็นดอยการแลบองดอจาบงพดได้มนุษย์โลกอัดเธอบานเนื้อเป้ดับแซงจับประดามระสายบัดบันติกมาดองเพียบสงบสงัดดอกกล้วยคลาดบานตลับมอกกรุบระดับเพียบฐานวิ่งมาดองเตียดดามสวายดอกทุ่มได้ทรวบแต่เมียนเมกตัวชึงตัวเชฟดอกเพียบระเจียเอลนี่บานปลายจีสงดเกรียมโดยจีสลับออกซิจรานสัตวัตขนมหมดประเภทพินัยแต่ปนกตาสุกดอกดองแฮมทุ่มแต่งหอดเนยซึ่งไตเมียนกำลังกำแหงลูกเอาจอกตะเมอวิญญาณโตจะบอสุเพียได้กำปุงอังกุยยุ่มอย่างสงบสงัดเนื้อมุกกวดเชือได้มันเมียนชีวิตปันตาเอาไว้ได้เถื่อหอยกรบขยับไพรนทดบำพุดนกคือสำเลงบำเปโกนระบอสรีรอดนกแต่บรรตอลือติกเจงปีขนมได้จไรหากโดยเจียเมียนอาทากำบังขมางงเงิดมายังได้มันตอนตรีบานดอกสายจบสับกรุบนั่นเลยทีเฮยเวียกำปุงโรงจำเอากาดดำไปตรลับหมอกวิงขนมรูปเพียบทำไมดอกกูหอยตกสลับบำพุดสำเลงบำเปโกนระบอสรีรอดได้ลิจิงปีกระโดได้เจริญนุบันเพื่อเอาได้ในกรอมจึงระบอปูเกจับดาวรันจุยติกหากดูจีมินเอาไว้มายังดอกทุ่มเถงกำปุงจีเยี่ยมเรือบำราเจนปีกุกเงืดดอกออกเก่าตาสุกได้กำปุงแต่ออกกำลังปีโคลนบันจีเยี่ยมตุบลำหนึ่งกายโดยยกเชือจรอดมากันจอบหนึ่งได้ขณะได้ดาราหนึ่งบุพาโชดเมืองติงกระไดดอนทดพเนกสำลึงตะการรนดาวได้ทรบจีกันแหลงดอกในดามสวายดอกทมสัมบามขจอลได้ทรบแต่ตระจะสรงัดไอโลนี้บันแปรจีกดาวฮอบอูอัพบันเจงกลิ่นอัพชิมอย่างครั้งได้ทั่วอ้อยบุพาสตือแต่จังอวดจังอ่าวเจนโมกเต้าวีมินเรื่องเอาไว้กะลังเตียดเฮาลูกตาแฮดไอ้บันเจดามเชิงหวาบหายใต้สำเลงนู้นเนื้อแต่มันพรมบัดดาราสู้ติงยอมอดได้ระบอกเก๊กดับดำบอจวบดำได้เตรียมและขณะกาเปียโคลนหนังกาเปียบุพาได้กำปุ้งแต่ต่างใดเกจวบมันแรง
តាសុកមិនតន់ឆ្លើយភ្លាមនោះទេលោកបានបិទភ្នែករួយសូត្រមន្តសឹបខុនមាត់ហាក់ដូចជាកំពុងតាក់ទងជាមួយវិញ្ញាណដែលស្ថិតនៅក្រោមដីនោះមួយសន្ទុះក្រោយមកទឹកមុខរបស់លោកប្រែជាស្លេកស្លាំងលឺស្ដាមលោកមានប្រសាសន៍ដោយសំឡេងញយថាតារាបុប្ផារឿងនេះវាមិនមែនត្រឹមតែជារឿងវិញ្ញាណចង់អាឃាតធម្មតានោះទេដើមស្វាយនេះគ្រាន់តែជាកន្លែងសម្រាប់ឃុំឃាំងនិងបិទបាំងសាកសពរបស់ពួកគេប៉ុណ្ណោះប៉ុន្តែការពិតដែលនៅពីក្រោមនេះគឺជារឿងអាកំបាំងដែលញាក់ភូមិចំនួនមុនបានធ្វើចំពោះស្រីរតនាងមិនមែនស្លាប់ដោយសារជំងឺឬគ្រោះថ្នាក់ធម្មតាទេនាងត្រូវបានគេសម្លាប់ដោយការបូជាដើម្បីការពារភូមិភ្លាមនោះដីនៅក្បែរគល់ស្វាយដែលក្រៀមស្វិតបានប្រែបែកចេញជាចំណែកសែងខ្មៅស្អាតបានភាយចេញពីរំដីនោះរួមជាមួយរូបរាងរបស់ស្រីរតដែលលែងជាស្ត្រីដែលមានផ្ទៃមុខស្លេកស្លាំងធម្មតាទៀតហើយពេលនេះនាងបានប្រែរូបរាងទៅជាវិញ្ញាណដ៏ធំមហិមាសក់របស់នាងវែងអន្លាយដូចជាឫសឈើដែលងាប់ចុងសក់នីមួយហាក់ដូចជាមានជីវិតកំពុងរេកម្រើកស្វែងរកចំណីកុមារសុភ័ក្រដែលកំពុងដៃយងសោកក៏ត្រូវបានស្រូបចូលទៅក្នុងរង្វង់ដៃខ្មៅងងឹតរបស់ម្ដាយវិញយ៉ាងលឿនជួយផងលោកតាជួយខ្ញុំផងបុប្ផាស្រែកខ្លាំងនៅពេលដែលឫសឈើខ្មៅងងឹតដែលចេញពីសក់របស់ស្រីរតចាប់ដើមលួនមកបិទជុំវិញជើងរបស់នាងតារាប្រឹងកាប់ឫសទាំងនោះនឹងកំបិតប៉ុន្តែវារឹងដូចជាដៃថែបមិនអាចដាច់ឡើយវិញ្ញាណស្រីរតសម្លឹងមកពួកគេដោយកែវភ្នែកដែលគ្មានប្រសិទ្ធភ្នែកមានតែរណ្ដៅខ្មៅងងឹតដែលពោពេញដោយការឈឺចាប់និងសេចក្តីស្លាប់សំឡេងបំពេដែលធ្លាប់តែល្វើយឥឡូវនេះបានប្រែជាសំឡេងស្រែកក្រហឹមញ័ររញ្ជួយដល់បេះដូងអ្នកស្ដាប់កូនអីកូនគេសម្លាប់យើងគេកាប់យើងទាំងរស់ឥឡូវនេះដល់ពេលដែលពួកគេត្រូវសងវិញហើយសំឡេងនោះចេញមកពីគ្រប់ទីហាក់ដូចជាខ្យល់លោកហឹមរបស់ខ្មោចអាកំបាំងដែលតាសុកបានលើកឡើងចាប់ដាំបង្ហាញរូបរាងច្បាស់តាមរយៈរូបភាពដែលលេចឡើងទៅក្នុងអបខ្មៅរូបភាពអ្នកភូមិជាច្រើនកំពុងឡោមព័ទ្ធនារីម្នាក់ដែលបីកូនក្នុងដៃរួចរុញញ៉ាចូលក្នុងរណ្ដៅដែលជ្រៅមួយដែលកំពុងរងចាំកប់ទាំងរស់នៅក្រោមដើមស្វាយនេះតាសុកដឹងថាបើលោកមិនធ្វើអ្វីមួយទេតារានិងបុប្ផានឹងក្លាយជាជនរងគ្រោះបន្ទាប់ដើម្បីបំពេញកំហឹងដែលមិនចេះចប់មិនចេះហើយនេះលោកបានដកកំបិតបន្ទួមុនហុំចេញពីចង្កេះរួចចាក់ទៅលើដីចាំកណ្ដាលរុនដែលផ្សែងខ្មៅកំពុងចេញមកប៉ុន្តែឥទ្ធិពលនៃកំហឹងអាដល់ស្រីរតខ្លាំងពេករហូតធ្វើឲ្យកំបិតនោះបាក់ជាពីរកំណាត់ស្រីរតដែលក្នុងរូបភាពថ្មីដ៏គួរឲ្យតក់ស្លុតបានងើបចេញពីក្នុងដីទាំងស្រុងរូបភាពរបស់នាងពោពេញដោយស្លាកស្នាមរបួសនិងដីភុកប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចនោះគឺនាងមានដៃរាប់សពដែលដួសចេញពីខ្នោះហាក់ដូចជាមែកឈើដែលកំពុងរងចាំក្រសោបយកជីវិតមនុស្សគ្រប់គ្នាដែលនៅជិតភ្នែករបស់នាងបានងាកមកសម្លឹងចំតាសុកហាក់ដូចជានាងស្គាល់លោកតាច្បាស់ណាស់កាលពីច្រើនសតវត្សរ៍មុនសភាវកាកាន់តែតានតឹងឡើងនៅពេលដែលអាកំបាំងនៃអតីតកាលបានលាកត្រដាយកាន់តែច្បាស់ហើយជីវិតរបស់ពួកគេទាំង3នាក់កំពុងស្ថិតនៅលើសេសសក់ដ៏ស្ដាងបំផុតតាសុកខំប្រឹងទប់លំនឹងខ្លួនឯងទាំងញ័រជើងស្រីរតដែលក្នុងរូបភាពថ្មីដ៏គួរឲ្យទុកស្លុតបានងើបចេញពីក្នុងដីទាំងស្រុងរូបរាងរបស់នាងពោពឹងដោយស្លាកស្នាមរបួសនិងដីភុកប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចបំផុតនោះគឺនាងមានដៃរាប់សិបដែលដុសចេញពីក្នុងហាក់ដូចជាមែកឈើដែលកំពុងរងចាំក្រសោបយកជីវិតមនុស្សគ្រប់គ្នាដែលនៅជិតភ្នែករបស់នាងបានងាកមកសម្លឹងចំតាសុកហាក់ដូចជានាងស្គាល់លោកតាច្បាស់ណាស់កាលពីច្រើនសតវត្សរ៍មុនសភាពការឡើងនៅពេលដែលអាថាកំបាំងនៃអតីតកាលបានលាតត្រដាងកាន់តែច្បាស់ហើយជីវិតរបស់ពួកគេទាំង3នាក់កំពុងស្ថិតនៅលើសរសៃសុកដ៏ស្ដាងបំផុតតាសុកបានលើកដៃទាំងពីរដែលកាន់ខ្សែគេថាពណ៌សឡើងរួចសូត្រមន្តអាគមយ៉ាងរហ័សស្រីរតដែលស្ថិតក្នុងសភាពជាបិសាចមេឈើបានបោះចំហៀនទៅមុខយឺតសំឡេងឆ្អឹងកាពេតគ្នាឮសូរគ្រោះក្រាកាគួរឲ្យព្រឺក្បាលបំផុតឯងនេះចាំយើងទេសុកសំឡេងរបស់នាងលែងជាសំឡេងមនុស្សទៀតហើយវាគឺជាសំឡេងដែលចេញមកពីជម្រៅដីដ៏ត្រជាក់និងសៅបំផុតតារាព្យាយាមទាញដៃបុប្ផាឲ្យថយក្រោយខណៈដែលនាងកំពុងញ័ររន្ធត់រហូតដល់សម្លាប់បាត់ស្មារតីនៅក្នុងរង្វង់ដៃដ៏រឹងមាំរបស់គេតាសុកស្រែកឡើងទាំងទឹកភ្នែកហូរស្រុកលោតថ្ពាល់ជ្រាវជ្រួញស្រីរតអតីតកាលគឺជាកំហុសរបស់ដូនតាខ្ញុំដែលមិនអាចកែប្រែបានប៉ុន្តែកូនសុផតមិនគួររងទុក្ខវេទនាបែបនេះឡើយនៅពេលឮឈ្មោះកូនដៃរាប់សិបដែលកំពុងលុកមកនោះក៏ស្រាប់តែផ្អាកងក់នៅកណ្ដាលអាកាសស្រមោលក្មេងតូចសុផកដែលស្លៀកខោអាវចាស់បានលេចចេញមកពីក្រោយក្នុងម្ដាយភ្នែកធំរបស់គេសម្លឹងមើលទៅតាសុកដែលក្តីអាណិតអាសូរជាពន់ពេកតាសុកមិនបង្ហងយូរគាត់បានយកកាក់បុរាណមួយចេញពីកញ្ចប់ក្រមារុំក្បាលរួចបោះទៅលើដីចំកណ្ដាលឫសដើមស្វាយដ៏ធំនោះភ្លាមនោះដីចាប់ដើមញ័ររញ្ជួយយ៉ាងខ្លាំងហ
ហើយពន្លឺពណ៌មាសដ៏ទន់ភ្លន់មួយបានចែកចេញពីក្នុងដីស្រាប់ដណ្ដប់លើរូបរាងដ៏គួរឲ្យខ្លាចរបស់ស្រីរតដីបិសាចដែលធ្លាប់តែសាហាវដូចមែកឈើក៏ចាប់ផ្ដើមរួញចូលវិញហើយស្លាកស្នាមរបួសលើផ្ទៃមុខស្លេកស្លាំងរបស់នាងក៏ចាប់ផ្ដើមបាត់ទៅជាបន្តប្រែមកជាមានសភាពដូចជាមនុស្សធម្មតាវិញនាងបានទម្លាក់ពៀនក្រមាពណ៌ក្រហមចុះរួចសម្លឹងមើលទៅកូនប្រុសរបស់ខ្លួនដែលក្តីស្រឡាញ់នាងម៉ែកូនចង់ទៅផ្ទះវិញសំឡេងកុមារសុផកបន្លឺឡើងយ៉ាងខ្សោយចេញពីខ្លាំងអបពណ៌សស្រីរតញែកទៅរកកូនទុយដែលកំពុងឈើហួចដៃមករកនាងយ៉ាងកក់ក្ដៅទឹកភ្នែករបស់នាងដែលធ្លាប់តែជាឈាមក្រហមច្រាលបានប្រែមកជាទឹកភ្នែកនៃភាពស្ងប់សុខវិញនាងបានយល់ឃើញថាសេចក្តីស្រឡាញ់របស់នាងចំពោះកូនមិនគួរខ្លាយជាច្រវាក់ដែលឃុំឃាំងកូនឲ្យនៅកន្លែងដ៏ត្រជាក់និងងងុលក្រោមដើមស្វាយនេះតទៅទៀតឡើយនាងលុតជង្គង់ចុះអូបក្រសោបកូនសុផកយ៉ាងណែននឹងដើមទ្រូងរួចងើបមុខមកសម្លឹងមើលតាសុខក្នុងន័យអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការរំដោះវិញ្ញាណដែលជាប់ជំពាក់រាប់សតវត្សស្រីរតចាប់ផ្ដើមច្រៀងបំពេកូនជាលើកចុងក្រោយប៉ុន្តែលើកនេះសម្លេងរបស់នាងលែងល្វីគួរឲ្យខ្លាចទៀតហើយវាគឺជាបទបំពេដ៏ផ្អែមល្ហែមបំផុតដែលតារាមិនធ្លាប់បានលើពីមុនមកក្នុងជីវិតគេងតើកូនមាសបិតាសម្លេងនោះបានអណ្ដែតតាមខ្ញររហូតដល់រូបរាងរបស់ម្ដាយនិងកូនចាប់ផ្ដើមប្រែជាសែងពណ៌សស្រាលហើយហោះឡើងទៅលើមេឃតាមពន្លឺព្រះច័ន្ទដ៏ត្រចះត្រចង់ដើមស្វាយដ៏ធំដែលធ្លាប់តែត្រជាក់ស្រងាត់និងមានវិញ្ញាណអាក្រក់ស្នាក់នៅក៏ស្រាប់តែស្រពោនស្លឹករួចក៏រលំដួលទៅលើដីបីខ្ចាត់ខ្ចាយคล้ายជាធូលីក៏មួយប្រព្រិចភ្នែកបំផុតអ្វីគ្រប់យ៉ាងបានប្រែមកជាភាពស្ងប់ស្ងាត់វិញហាក់ដូចជាមិនដែលធ្លាប់មានរឿងរ៉ាវអាក្រក់កើតឡើងតតែសោះព្រលឹមស្រាងពន្លឺព្រះអាទិត្យពណ៌មាសចាប់ដើមរះមកលើភូមិឋានវិញតែសុកអង្គុយដកដង្ហើមធំដោយភាពធូរស្រាលក្នុងចិត្តខណៈដែលតារាជួយក្រុងបុប្ផាឲ្យក្រកឈរយឺតតំបន់តែធ្លាប់តែជាទីសក្ការៈនៃភាពភ័យខ្លាចនិងភាពអថាកំបាំងឥឡូវនេះបានក្លាយជាវាលស្មៅដ៏ស្រស់ស្អាតនិងមានសន្តិភាពជារៀងរហូតអថាកំបាំងរាប់សតវត្សដល់ឡាយហើយវិញ្ញាណរបស់ស្រីរតនិងកូនសុផកនឹងមិនត្រឡប់មកបំពេកូនក្រំដើមស្វាយទៀតឡើយអ្នកភូមិទាំងអស់នឹងរស់នៅដោយសេចក្តីសុខហើយរឿងរ៉ាវនេះនឹងក្លាយជាមេរៀនមួយអំពីកម្លាំងនៃសេចក្តីស្រឡាញ់និងការអភ័យទោសដែលមិនចេះរៀងស្ងួតពួកគេទាំង3នាក់ដើរចេញពីទីនោះយឺតឆ្ពោះទៅរកភូមិវិញដោយបន្សល់តែអនុស្សាវរីយ៍ដែលបានកប់តែក្នុង